ស្ដីលោកស្រីអ្នកនាងកញ្ញាសូមអរគុណលោកអ្នកដែលបានបើកស្ដាប់ការផ្សាយវិទ្យុបារាំងអន្តរជាតិ AFP នៅពេលនេះម៉ោង 7 យប់កម្មវិធីព័ត៌មានដោយពុនសុភ័ណ្ឌរដ្ឋាភិបាលកម្ពុជាចាត់ទុកការលើកឡើងរបស់លោកស្រី Rona Smith ជាការប្រមាថកម្ពុជាទាំងមូលលោក Alex គ្រងសុំជួបទូតខ្មែរនៅថៃដើម្បីសុំបន្តទិដ្ឋាការចូលខ្លួនមកកាន់តុលាការនៅកម្ពុជាក្រសួងបរិស្ថានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការការពារតំបន់ព្រៃជិត 1 លានហិកតានៅចុងខែមេសាសន្តិសុខនុយក្លេអ៊ែរជំនួបកំពូលបានផ្ដោតលើការគំរាមកំហែងរបស់ពួកជីហាតកូរ៉េខាងជើងបាញ់មួយគ្រាប់ទៀតផ្កើនជំនួបកំពូលស្ដីពីនុយក្លេអ៊ែរនៅសហរដ្ឋអាមេរិកអ៊ុយក្រែនចុះហត្ថលេខាទិញរ៉ែអ៊ុយរ៉ានីយមពីអូស្ត្រាលី RFI ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់លោកស្រី Rona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលបានលើកឡើងថាកម្ពុជាកំពុងខិតទៅជិតចំណុចកំពូលនៃគ្រោះថ្នាក់ហើយនោះលោកផៃស៊ីផានអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាបានច្រានចោលចំពោះការលើកឡើងនេះហើយថាជាការប្រមាថមួយសម្រាប់កម្ពុជាសូមស្ដាប់លោកផៃស៊ីផានហើយគួរឲ្យសោកស្ដាយហើយភ្ញាក់ផ្អើលដែលមន្ត្រីតំណាងអង្គការសហជាតិដែលមករួមសហការជាមួយរាជរដ្ឋាភិបាលតែវាតម្លៃអាក្រក់ព្រមទាំងប្រើពាក្យមួយដែលមិនគួរប្រើសម្រាប់ប្រជាជនកម្ពុជាទេលោកស្រីអាចនិយាយបាននៅសេរីឬនៅកន្លែងដទៃទៀតតែប៉ុន្តែកន្លែងនេះមិនគួរប្រើពាក្យនេះទេយើងអត់ទទួលយកបានវាសុំចាមចោលហើយប្រើពាក្យនេះគឺអាម៉ាស់ណាស់សម្រាប់អ្នកតំណាងអង្គការសហជាតិដែលជាមន្ត្រីរាជការមកធ្វើការនៅកម្ពុជាដែលវាតម្លៃអាក្រក់ហើយយើងដឹងហើយថាជាការពិតនឹងប្រជាពលរដ្ឋខ្មែរសប្បាយរីករាយយ៉ាងហោចណាស់យើងឃើញចាំមើលក្នុងរយៈពេលប៉ុនទីម្ដងឬគិតក្រែងពោពេញទៅដោយសេចក្តីសប្បាយស្ថិរភាពនិងសន្តិភាពមានជានិច្ចរហូតដល់លោកស្រីលោកចេញមកយ៉ាងស្រួលអត់មានភ័យព្រួយអីទាំងអស់តែអានេះជាការប្រមាថទៅលើរាជរដ្ឋាភិបាលហើយជាពិសេសប្រមាថលើខ្មែរហ្មងហើយប្រទេសខ្មែរគឺយើងប្រឹងប្រែងខ្លួនឯងយើងមិនត្រូវការពីអ្នកណាមកបញ្យល់ប្រាប់យើងមកទទួលបង្គាប់បញ្ជាយើងទេបាទចាតើតើទៅនឹងការលើកឡើងរបស់គាត់ដែលគាត់និយាយអំពីសកម្មភាពមួយចំនួនដូចជាគាត់បានចុះទៅកាន់ខេត្តព្រះវិហារហើយឃើញមានបញ្ហាដោយប្រជាពលរដ្ឋនិងស្ត្រីជាដើមដែលគាត់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ហ្នឹងចំពោះបញ្ហាអស់ហ្នឹងតើលោកទទួលស្គាល់ទេថាវាពិតជាមានបញ្ហាហ្នឹងមែននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នចំពោះស្ថានភាពបែបនេះនៅប្រទេសសហរដ្ឋអាមេរិកក៏មានដែរប្រទេសដែលលោកអត់អញ្ជើញមកក៏មានដែរក៏ប៉ុន្តែមិនមែនបានគេថាយើងបង្រើកន្តើយមិនដោះស្រាយយើងតែបន្តដោះស្រាយរហូតពេលបញ្ហាកើតឡើងយើងដោះស្រាយដូច្នេះកាន់តែប្រសើរឡើងអ្វីជាការវិតម្លៃនៃការប្រឹងប្រែងដល់រស់រវើករបស់រដ្ឋាភិបាលដូច្នេះលោកស្រីទៅមើលដើមឈើម្ដងលោកស្រីថាព្រៃមកអត់តែវាប្រក់ដូចគ្នាអានេះគួរឲ្យម៉ាស់សង្គ្រាមលោកលើកទី3ផ្ទុះឡើងយ៉ាងស្ងៀមស្ងាត់នេះគឺជាប្រធានបទដែលលោកសុកទូចអនុប្រធានរាជបណ្ឌិតសភាកម្ពុជានឹងធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាមួយនៃរាជបណ្ឌិតសភាកម្ពុជាបទបង្ហាញនេះនឹងធ្វើឡើងនៅវេលាម៉ោង 8 ព្រឹកនៅថ្ងៃអាទិត្យទី 3 មេសាខាងមុខនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី 1 មេសានេះបានជួបជាមួយនឹងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាក្រោយជំនួបកោជបបានអះអាងថាប្រជាពលរដ្ឋចំណាក់ស្រុកនៅក្នុងប្រទេសអាចបោះឆ្នោតនៅទីតាំងដែលខ្លួនកំពុងរស់នៅនិងធ្វើការដោយមិនចាំបាច់ចំណាយពេលវេលានិងចំណាយថវិកាធ្វើដំណើរទៅបោះឆ្នោតនៅកន្លែងចាស់ឬក៏ភូមិស្រុកនោះទេការបោះឆ្នោតនេះគឺអ្នកបោះឆ្នោតទាំងអស់ត្រូវសុំបញ្ជាក់ទីលំនៅថ្មីពីមេភូមិឬក៏សង្កាត់ដោយយកលិខិតនោះទៅភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណហើយពួកគេអាចបោះឆ្នោតនៅទីស្នាក់ការថ្មីនេះបានតាមរយៈសារអេឡិចត្រូនិកនៅព្រឹកថ្ងៃសុក្រនេះលោក Alejandro Gonzalez Davidson ប្រធានចលនាមេដាធម្មជាតិដែលទើបតែមានវត្តមាននៅក្នុងប្រទេសថៃបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថាលោកនឹងព្យាយាមសុំជួបឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅក្នុងទីក្រុងបាងកកដោយផ្ទាល់ដើម្បីសុំបន្តទិដ្ឋាការឲ្យអាចចូលខ្លួនមកកាន់តុលាការខ្មែរតាមការកោះហៅការសុំជួបដែលផ្ទាល់នេះគឺបន្ទាប់ពីស្ថានទូតកម្ពុជានៅក្នុងប្រទេសថៃបានបដិសេធសំណើរបស់លោកម្ដងរួចមកហើយកាលពីដើមខែមិនិនាកន្លងទៅយើងស្ដាប់វ៉ាន់សុគន្ធាតាមគម្រោងលោកអាឡិចនឹងធ្វើដំណើរទៅកាន់ស្ថានទូតកម្ពុជានៅក្នុងទីក្រុងបាងកកនៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយដើម្បីសូមជួបជាមួយឯកអគ្គរដ្ឋទូតកម្ពុជានៅទីនោះដោយផ្ទាល់តែម្ដងបន្ទាប់ពីលោកទើបមកដល់ប្រទេសថៃនៅព្រឹកថ្ងៃសុក្រនេះតាមរយៈសារអេឡិចត្រូនិកលោកអាឡិចដែលហ៊ុំព័ទ្ធដីកាពីរបស់តុលាការខ្មែរបានគូបញ្ជាក់ថាការព្យាយាមរបស់គាត់នៅពេលនេះគឺដើម្បីធ្វើយ៉ាងណាអាចចូលមកប្រទេសកម្ពុជាវិញបានហើយអាចចូលខ្លួនទៅកាន់តុលាការស្រាវតតាមដីកាកោះហៅតុលាការស្រាវតបានកោះហៅលោក Alejandro Gonzalez Davidson ប្រធានចលនា
មេដាធម្មជាតិឲ្យចូលខ្លួនមកកាន់តុលាការនៅព្រឹកថ្ងៃទី5ខែមេសាខាងមុខការបង្គាប់ឲ្យចូលខ្លួននេះគឺដើម្បីជំនុំជម្រះពីបទសំគំនិតគំរាមកំហែងថានឹងធ្វើខូចខាតដោយភ្ជាប់នៅបញ្ជាអ្វីមួយចំពោះការកោះហៅនេះលោកអាលិចបានបញ្ជាក់ថាលោកពិតជាចង់មានវត្តមាននៅក្នុងសវនកម្មសាឡាតូនេះខ្លាំងណាស់ក៏ប៉ុន្តែមិនអាចដោយសារតែលោកមិនត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងប្រទេសកម្ពុជាវិញបានជាមួយគ្នានេះលោកអាលិចក៏បានជំរុញឲ្យលោកចៅក្រមសាឡាតូសួរទៅក្រសួងមហាផ្ទៃកម្ពុជាថាហេតុអ្វីបានជាអាជ្ញាធរតែងតែបដិសេធទិដ្ឋាការរបស់លោកដើម្បីចូលមកកម្ពុជារហូតបែបនេះកាលពីថ្ងៃទី2ដើមខែមីនាកន្លងទៅសកម្មជនការពីប្រធានខ្មែរដែលជាជនជាតិអេស្ប៉ាញរូបនេះធ្លាប់ត្រូវបានស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានបដិសេធបន្តទិដ្ឋាការឲ្យលោកម្ដងរួចមកហើយក្រុមហេតុផលថាលោកបានស្ថិតនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលកម្ពុជាបើទោះបីជាលោកបានបញ្ជាក់ថាដើម្បីចូលខ្លួនមកកាន់តុលាការក៏ដោយសូមបញ្ជាក់ជូនថាដីកាកោះនៅពេលនេះគឺជាដីកាទី2ហើយទៅលើលោកអាលិចពីសំណាក់តុលាការកម្ពុជាកាលពីថ្ងៃទី18ខែមករាឆ្នាំ2016តុលាការខេត្តកោះកុងបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកអាលិចដោយចោទប្រកាន់ពីបទសំគំនិតក្នុងអំពើគំរាមកំហែងថានឹងធ្វើខូចខាតដោយភ្ជាប់នៅបញ្ជាអ្វីមួយប្រព្រឹត្តទៅនៅក្នុងស្រុកបទុមសាគរខេត្តកោះកុងការនោះសកម្មជនការពីប្រធានរូបនេះបានចាត់ទុកដីកានោះថាជារឿងគួរឲ្យអស់សំណើចគឺដោយសារតែនៅក្នុងដីកានោះតុលាការបានចោទលោកអាលិចថាបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី26ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2015និងនៅថ្ងៃទី12ខែសីហាឆ្នាំ2015ទៅទៀតខណៈដែលលោកអាលិចត្រូវបានរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេសតាំងពីថ្ងៃទី23ខែកុម្ភៈឆ្នាំ2015មកម្លេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីម្សិលមិញអំពីការដាក់តំបន់ព្រៃជិត1លានហិកតាជាតំបន់ការពាររួចមកនៅថ្ងៃសុក្រទី1មេសានេះបានប្រកាសឲ្យដឹងថាខ្លួននឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយនៅចុងខែមេសានេះជាសិក្ខាសាលាដែលធ្វើឡើងដើម្បីផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធទាំងអស់បានចូលរួមនិងពិនិត្យលើឯកសារព្រាងនានាឲ្យបានទូលំទូលាយអមរជនាជួលសេចក្តីរាយការណ៍សិក្ខាសាលាពិគ្រោះយោបល់មួយដែលក្រសួងបរិស្ថាននឹងរៀបចំនៅចុងខែមេសានេះធ្វើឡើងជាសាធារណៈដើម្បីស្នើសុំយោបល់រៀបចំផែនការសម្រាប់ការពារតំបន់ព្រៃទាំងអស់ឲ្យមានប្រសិទ្ធភាពក្នុងនោះលោកសៅសុភីបអ្នកនាំពាក្យក្រសួងបរិស្ថានបានគូបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថាអង្គសិក្ខាសាលាពិគ្រោះយោបល់នេះនឹងត្រូវពិនិត្យពិភាក្សាទៅលើផែនទីនិងសេចក្តីព្រាងឯកសារគតិយុត្តនានាពាក់ព័ន្ធទៅនឹងការដាក់តំបន់ព្រៃជិត1លានហិកតាជាតំបន់ការពារក្រៅពីនោះក៏មានផងដែរការពិភាក្សានិងកំណត់សិទ្ធិក៏ដូចជាទូនាទីរបស់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការងារនេះដោយរួមបញ្ចូលទាំងប្រជាសហគមន៍មូលដ្ឋាននិងជនជាតិដើមភាគតិចជាដើមសូមជម្រាបជូនថារដ្ឋាភិបាលកម្ពុជាទើបតែបានសម្រេចជាគោលការណ៍ដាក់ព្រៃផ្ដល់ផលចំនួន5កន្លែងដែលមានផ្ទៃដីសរុបជិត1លានហិកតាជាតំបន់ព្រៃការពារតំបន់ព្រៃផ្ដល់ផលទាំង5កន្លែងនោះរួមមានព្រៃឡង់ព្រៃច្រករបៀងក្រវាញខាងត្បូងព្រៃព្រះរកាព្រៃសៀមប៉ាងខាងលិចនិងព្រៃវឿនសៃលោកសេងសុកហេងអ្នកសម្របសម្រួលលេខាធិការដ្ឋាននៃបណ្ដាញសហគមន៍ព្រៃឡង់បានស្វាគមន៍ចំពោះការសម្រេចរបស់រដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធចំពោះការការពារតំបន់ព្រៃផ្ដល់ផលជិត1លានហិកតាដូចនេះបើទោះបីជាចំណាត់ការនេះហាក់ដូចជាយឺតពេលបន្តិចប៉ុន្តែលោកសេងសុកហេងចាត់ទុកថាវាជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាក្នុងការការពារតំបន់ព្រៃជាពិសេសព្រៃឡង់ដែលជាតំបន់ព្រៃសេសសល់ធំជាងគេបំផុតនៅកម្ពុជាសប្តាហ៍ថ្ងៃអ្នកសម្របសម្រួលលេខាធិការដ្ឋាននៃបណ្ដាញសហគមន៍ព្រៃឡង់រូបនេះសង្ឃឹមថារដ្ឋាភិបាលនឹងយកចិត្តទុកដាក់ស្ដាប់មតិនិងសេចក្តីត្រូវការរបស់ប្រជាសហគមន៍ព្រមទាំងអង្គការសង្គមស៊ីវិលនៅពេលមានការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ណាមួយនាពេលខាងមុខជាមតិយោបល់ដែលលោកអះអាងថាគ្មានបំណងអ្វីផ្សេងក្រៅតែពីចង់មានការការពារព្រៃឈើឲ្យមានប្រសិទ្ធភាពតែប៉ុណ្ណោះនៅក្នុងត្រីមាសទី1ដើមឆ្នាំ2006នេះរមណីយដ្ឋានអង្គររកចំណូលបានប្រមាណជា$20លានអាមេរិកពីការលក់សម្បត្តិទស្សនានៅក្នុងតំបន់អង្គរនៅក្នុងខែមករានិងខែកុម្ភៈទទួលបានជាង$7លានដូចគ្នាហើយចំណែកខែមិនិនាវិញទទួលបានជិត$6លានអាមេរិកនេះបើតាមរបាយការណ៍នៃការលក់សម្បត្តិចូលទស្សនាតំបន់អង្គររបស់គ្រឹះស្ថានអង្គរជាងសញ្ញាមកជម្រាបជូនពីព័ត៌មានអន្តរជាតិវិញម្ដងនៅថ្ងៃសុក្រទី1មករានេះស្របពេលដែលប្រទេសមហាអំណាចនុយក្លេអ៊ែរកំពុងតែជួបប្រជុំគ្នានៅក្នុងទីក្រុង Washington របស់ផ្ដាច់ការកូរ៉េខាងជើងបានធ្វើការបាញ់គ្រាប់មីស៊ីលមួយទៀតឆ្ពោះទៅកាន់សមុទ្រដែលនេះគឺជាសកម្មភាពផ្កើនដោយជំហរទៅដល់សហគមន៍អន្តរជាតិភាពតានតឹងនៅឧបទ្វីបកូរ៉េកំពុងតែរុញច្រានតំបន់ Pacific ទាំងមូលឲ្យមានការព្រួយបារម្ភពីព្រោះគេមិនអាចស្មានដឹងចិត្តមេដឹកនាំកូរ៉េខាងជើងបាននោះទេ
យើងស្ដាប់មកពិសេសយោងតាមសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថាកូរ៉េខាងជើងបានធ្វើការបាញ់គ្រាប់មីស៊ីលចម្ងាយខ្លីមួយគ្រាប់ទៀតនៅថ្ងៃសុក្រទី1មេសានៅវេលាម៉ោងប្រហែលជា 12:45 នាទីការបាញ់នេះបានប្រព្រឹត្តទៅនៅទីក្រុងស៊ុនឌុកភាគខាងកើតកូរ៉េខាងជើងចំណែកទីភ្នាក់ងារព័ត៌មានយន្តហ័ព្ទរបស់កូរ៉េខាងត្បូងបានផ្សាយផងដែរថាគ្រាប់មីស៊ីលបានរត់បានចម្ងាយប្រមាណជា100គីឡូម៉ែត្រមុននឹងធ្លាក់ទៅក្នុងសមុទ្រជប៉ុនប៉ុន្តែគេមិនអាចដឹងពីគំនូសទិសដៅរបស់គ្រាប់មីស៊ីលនេះទេបន្ថែមពីនេះអាជ្ញាធរកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថាបានបំផ្លាញប្រព័ន្ធរ៉ាដា GPS របស់កូរ៉េខាងត្បូងដោយចេតនាតាមរយៈការដាក់តាំងម៉ាស៊ីនបញ្ជូនរលកសញ្ញាជាច្រើនចំណុចនៅក្បែរព្រំដែនកូរ៉េខាងត្បូងការបំផ្លាញប្រព័ន្ធ GPS នេះបានធ្វើឲ្យរំខានដល់ចរាចរណ៍នាវារថយន្តនិងយន្តហោះជាច្រើនគ្រឿងដែលត្រូវការប្រព័ន្ធនេះដើម្បីបង្ហាញផ្លូវធ្វើដំណើរសូមបញ្ជាក់ថាការបាញ់គ្រាប់មីស៊ីលចម្ងាយជិតមួយគ្រាប់ថ្មីនេះគឺបង្ហាញពីអាកប្បកិរិយាប្រហើនក្អេងក្អាងកាន់តែខ្លាំងឡើងក្នុងខណៈដែលប្រទេសមហាអំណាចនុយក្លេអ៊ែរកំពុងតែជួបប្រជុំគ្នានៅសហរដ្ឋអាមេរិកដើម្បីរកវិធីគ្រប់គ្រងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរឲ្យបានត្រឹមត្រូវនិងមានសុវត្ថិភាពសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងក៏ជាចំណុចសំខាន់នៃការប្រជុំនេះផងដែរកាលពីដើមឆ្នាំនេះកូរ៉េខាងជើងបានធ្វើការសាកល្បងគ្រាប់នុយក្លេអ៊ែរប្រភេទអ៊ីដ្រូសែនដ៏ធំមួយដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភជាខ្លាំងក្រោយមកបន្តិចកាលពីខែកុម្ភៈកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលបាល់លីស្ទិកចម្ងាយមធ្យមនិងចម្ងាយឆ្ងាយ2គ្រាប់ផ្ទុនគ្នាហើយចុងក្រោយនេះរបបផ្ដាច់ការកូរ៉េខាងជើងបានទាំងធ្វើខ្សែវីដេអូឃោសនាបង្ហាញពីរូបភាពវាយប្រហារកំទេចសហរដ្ឋអាមេរិកដោយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទៀតផងក្នុងឱកាសជំនួបកំពូលស្ដីពីនុយក្លេអ៊ែរលោកអូបាម៉ាត្រូវជួបប្រជុំជាមួយលោកស៊ិនរ៉ូអាបេនិងលោកស្រីប៉ាក់កឹនហឺដើម្បីនិយាយអំពីទណ្ឌកម្មលើកូរ៉េខាងជើងព្រមទាំងគម្រោងការដាក់តាំងប្រព័ន្ធការពារគ្រាប់មីស៊ីលនៅកូរ៉េខាងត្បូងផងដែរការបាញ់បន្ថែមគ្រាប់មីស៊ីលនាពេលនេះគឺរឹតតែពន្លឿនគម្រោងការដាក់តាំងប្រព័ន្ធរ៉ាដាកំទេចគ្រាប់មីស៊ីលនេះឲ្យកាន់តែឆាប់សម្រេចបានជាស្ថាពរនៅថ្ងៃសុក្រទី1មេសានេះជាថ្ងៃទី2និងជាថ្ងៃបិទបញ្ចប់ជំនួបកំពូលស្ដីពីសន្តិសុខនុយក្លេអ៊ែររៀបចំនៅក្នុងទីក្រុង Washington សហរដ្ឋអាមេរិកក្រៅពីជំនួបជាលក្ខណៈរួមក៏មានជំនួបជាលក្ខណៈត្រីភាគីរវាងអាមេរិកជប៉ុនកូរ៉េខាងត្បូងនិងជំនួបជាលក្ខណៈទ្វេភាគីរវាងអាមេរិកនិងចិនរវាងអាមេរិកនិងបារាំងឬមួយរវាងអាមេរិកនិងទូគីជាដើមបន្ទាប់ពីបាននិយាយច្រើនតាក់ទងទៅនឹងនុយក្លេអ៊ែរកូរ៉េខាងជើងជំនួបកំពូលក៏បានផ្ដោតសំខាន់ទៅលើការគំរាមកំហែងរបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមផងដែរយើងនឹងវិលមកលំអិតជុំវិញព័ត៌មាននេះម្ដងទៀតនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃរបស់យើងនាពេលបន្តិចទៀតនេះដោយមានប័ណ្ណអន្តរាគមន៍ពីគុជគុនធារាប្រទេសអូស្ត្រាលីជាប្រទេសធំជាងគេទី3ដែលនាំចេញរ៉ែអ៊ុយរ៉ានីយ៉ូមច្រើនជាងគេបំផុតអូស្ត្រាលីទើបតែបានចុះហត្ថលេខាជាមួយនឹងប្រទេសអ៊ុយក្រែនដើម្បីនាំចេញធាតុអ៊ុយរ៉ានីយ៉ូមទៅឲ្យប្រទេសនេះអ៊ុយក្រែនប្រទេសធំមួយដែលផលិតថាមពលនុយក្លេអ៊ែរកំពុងរិះរកអ្នកផ្គត់ផ្គង់ថ្មីផ្សេងពីរុស្ស៊ីក្រោយពីខ្លួនមានចំនួនជាមួយនឹងរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនមកពិសេសជូនព័ត៌មានជំនួបកម្ពុជាស្ដីពីសន្តិសុខនៃថាមពលនុយក្លេអ៊ែរមិនមែនគ្រាន់តែជាវេទិកាជជែកគ្នាទេតែក៏ជាកន្លែងចុះហត្ថលេខាទិញលក់រវាងមហាអំណាចនុយក្លេអ៊ែរផងដែរជាក់ស្ដែងនៅថ្ងៃទី1មេសានេះអ៊ុយក្រែនប្រទេសផលិតថាមពលនុយក្លេអ៊ែរដ៏ធំក្នុងចំណោម10ប្រទេសបានចុះហត្ថលេខាទិញអ៊ុយរ៉ានីយ៉ូមពីអូស្ត្រាលីយ៉ាងណាក៏ដោយនៅក្នុងកិច្ចសន្យាគោលនេះមិនមានបញ្ជាក់លម្អិតអំពីបរិមាណនៃអ៊ុយរ៉ានីយ៉ូមនោះទេអូស្ត្រាលីគឺជាប្រទេសផលិតរ៉ែអ៊ុយរ៉ានីយ៉ូមធំទី3លើโลกបន្ទាប់ពីកាហ្សាក់ស្ថាននិងកាណាដាអូស្ត្រាលីបញ្ជូនរ៉ែដ៏កម្រនិងដ៏គ្រោះថ្នាក់នេះទៅលក់នៅតាមប្រទេសចំនួនប្រមាណជា43រួមទាំងកោះតៃវ៉ាន់ផងដែរអ្វីដែលជាការធានារបស់សហគមន៍អន្តរជាតិគឺរ៉ែអ៊ុយរ៉ានីយ៉ូមរបស់អូស្ត្រាលីគឺស្ថិតនៅក្នុងការគ្រប់គ្រងតាមដានមើលយ៉ាងតឹងរ៉ឹងពីអូស្ត្រាលីបានហាមឃាត់ដាច់ខាតថាអ្នកដែលទិញរ៉ែអ៊ុយរ៉ានីយ៉ូមរបស់ខ្លួនត្រូវតែសន្យាយកវាទៅប្រើប្រាស់តែក្នុងវិស័យស៊ីវិលតែប៉ុណ្ណោះមិនមែនយកទៅប្រើប្រាស់ដើម្បីធ្វើអាវុធនុយក្លេអ៊ែរទេចំពោះអ៊ុយក្រែនការស្វែងរកដៃគូផ្គត់ផ្គង់ថ្មីនេះគឺដោយសារតែអ៊ុយក្រែនមិនចង់ស្ថិតនៅក្រោមសម្ពាធរបស់រុស្ស៊ីដែលកន្លងមកជាអ្នកផ្គត់ផ្គង់រ៉ែអ៊ុយរ៉ានីយ៉ូមផ្ដាច់មុខទៅឲ្យអ៊ុយក្រែនចំនួននៅភាគខាងកើតអ៊ុយក្រែនក្រោមការលូកដៃរបស់រុស្ស៊ីរឹតតែជំរុញឲ្យអ៊ុយក្រែនបដិញ្ញាថាត្រូវតែរើខ្លួនចេញពីក្រញាំរបស់រុស្ស៊ីស្ថិតនៅក្នុងចំណោមប្រទេស10ដែលផលិតថាមពលនុយក្លេអ៊ែរច្រើនជាងគេលើโลกអ៊ុយក្រែនមានស្ថានីយនុយក្លេអ៊ែរចំនួន15ហើយដែលផ្គត់ផ្គង់ថាមពលអគ្គិសនីប្រមាណជា 45% នៃតម្រូវការគេនៅចាំមិនភ្លេចទេពីគ្រោះថ្នាក់ផ្ទុះស្ថានីយនុយក្លេអ៊ែរនៅ Chernobyl ភាគខាងកើតអ៊ុយ
ក្រែនកាលពីឆ្នាំ1986នេះគឺជាគ្រោះថ្នាក់ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដែលធ្វើឲ្យគេចាប់ផ្ដើមចោទសួរពីសន្តិសុខព្រមទាំងផលប៉ះពាល់នៃថាមពលនុយក្លេអ៊ែរតែយ៉ាងណាក៏ដោយបទពិសោធន៍គ្រោះមហន្តរាយរដ្ឋការនៅ Chernobyl ហើយក្រោយមកនៅ Fukushima ក្នុងឆ្នាំ2011នៅតែមិនទាន់គ្រប់គ្រាន់ដើម្បីជំរុញប្រទេសទាំងនោះឲ្យបោះបង់ការផលិតថាមពលអគ្គិសនីដោយប្រើសារធាតុនុយក្លេអ៊ែរទេនៅរុស្ស៊ីថ្ងៃប្រហ័សទី31មិនិនាម្សិលមិញតុលាការនៃប្រទេសបែលហ្សិកបានសម្រេចឲ្យមានការបញ្ជូនភេរវជនសាឡាអាប់ដែលស្លាមទៅឲ្យរដ្ឋអំណាចបារាំងសាឡាអាប់ដែលស្លាមគឺជាជនសង្ស័យតែម្នាក់គត់ដែលនៅរស់រានមានជីវិតក្រោយអំពើភេរវកម្មនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី13វិច្ឆិកាឆ្នាំ2015សាឡាអាប់ដែលស្លាមត្រូវបានប៉ូលីសបែលហ្សិកចាប់ខ្លួនកាលពីថ្ងៃទី18មិនិនានៅក្នុងស្រុក Molenbeekមហាអัยការនៃប្រទេសលុចសំបួរបានប្រកាសឲ្យដឹងនៅថ្ងៃប្រហ័សទី31ម្សិលមិញថាការបើកអង្កេតសំណុំរឿងពុករលួយទាក់ទងទៅនឹងក្រុមហ៊ុនរដ្ឋម៉ាឡេស៊ីមួយឈ្មោះ First Malaysia Development Berhad ក្រុមហ៊ុនរដ្ឋ First Malaysia Development Berhad បានបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak នាពេលដែលលោកបានឡើងកាន់អំណាចនៅក្នុងឆ្នាំ2009តែឥឡូវរឿងអស្ចារ្យពុករលួយមួយដែលជាប់ពាក់ព័ន្ធផ្ទាល់ទៅនឹងលោករ៉ាហ្សាក់បានធ្វើឲ្យមានការអំពាវនាវកាន់តែខ្លាំងតាំងតែពីឆ្នាំ2015សូមឲ្យលោករ៉ាហ្សាក់ចុះចេញពីតំណែងអនុប្រធានាធិបតីលោក Joe Biden បានប្រាប់ទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ថាអាមេរិកនឹងផ្ដល់ប្រាក់ជំនួយយោធាចំនួន$35លានបន្ថែមដើម្បីជួយនៅក្នុងផ្នែកសន្តិសុខរបស់អ៊ុយក្រែនលោក Biden ដែលបានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនដាច់ដោយឡែកនៃកិច្ចប្រជុំកំពូលសន្តិសុខនុយក្លេអ៊ែរបាននិយាយថាការខិតខំប្រឹងប្រែងរបស់ទីក្រុងគៀវដើម្បីកំណែទម្រង់រដ្ឋាភិបាលគឺជាចំណុចដែលបើកទ្វារឲ្យមានជំនួយពីសហគមន៍អន្តរជាតិហើយនៅក្នុងនោះក៏មានដែរកម្ចី$1000លានរបស់អាមេរិកយើងបញ្ចប់ព័ត៌មានអន្តរជាតិនិយាយពីប្រជាជនប្រេស៊ីលរាប់ពាន់នាក់បាននាំគ្នាធ្វើបាតកម្មនៅក្នុងរដ្ឋធានីដើម្បីការពារប្រធានាធិបតី Dilma Rousseff ដែលកំពុងរងបាត់ចោទប្រកាន់ក្រុមបាតកោថានឹងគ្មានឡើយការធ្វើរដ្ឋប្រហារលោកស្រី Rousseff អាចនឹងប្រហែលជាបាត់បង់អំណាចនៅខែឧសភាប្រសិនបើរដ្ឋសភាប្រេស៊ីលអនុម័តទៅលើអំពើក្បត់ជាតិរបស់លោកស្រីដែលចោទប្រកាន់ដោយក្រុមបកប្រឆាំងវិទ្យុបារាំង RFI ភ្នំពេញ 92 MHz សៀមរាប 92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHz លោកអ្នកនាងកំពុងស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ RFI ជាបន្តទៅទៀតនេះលោកអ្នកនាងនឹងបានស្ដាប់ដំបូងគឺជានាទីភ្ញៀវប្រចាំថ្ងៃរៀបចំជូនដោយអឹមរចនាថ្ងៃនេះរចនាបានសម្ភាសន៍លោកសេងសុកហេងលោកលើកឡើងថាដាក់ព្រៃ1លានហិកតាជាតំបន់ការពារយឺតពេលបន្តិចតែជាជោគជ័យក្រោយមកគឺជានាទីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃគុជគុនធីរ៉ានឹងចូលខ្លួនមកអន្តរាគមន៍ជុំវិញសន្តិសុខនុយក្លេអ៊ែរជំនួបកម្ពុជាបានផ្ដោតទៅលើការគម្រាមកំហែងរបស់ពួកជីហាតនៅក្នុងនីតិបាត់យោការនៅថ្ងៃនេះហេងឧត្តមលើកឡើងពីនិស្សិតមកពី5មហាវិទ្យាល័យនាំគ្នាបញ្ចេញសមត្ថភាពច្នៃប្រឌិតដើម្បីលើកស្ទួយវប្បធម៌ខ្មែរនិងនៅចុងបញ្ចប់នៃកម្មវិធីរបស់យើងគឺជានីតិសហគមន៍ខ្មែរនៅប្រទេសបារាំងរបស់ជាងបុប្ផាពីទីក្រុងប៉ារីសភ្ញៀវប្រចាំថ្ងៃភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះគឺលោកសេងសុកហេងអ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ព្រៃឡង់នៅពេលដែលរដ្ឋាភិបាលសម្រេចដាក់ព្រៃផ្ដាល់ផលចំនួន5កន្លែងរួមទាំងព្រៃឡង់ផងជាតំបន់ការពារលោកសេងសុកហេងបានសម្ដែងការអបអរសាទរបើទោះបីជាសេចក្តីសម្រេចនេះធ្វើឡើងយឺតពេលបន្តិចប៉ុន្តែសំណាងសហគមន៍ព្រៃឡង់លើកឡើងថាវាជាជោគជ័យសម្រាប់ប្រជាសហគមន៍និងរដ្ឋាភិបាលកម្ពុជាផងដែរតើតើនេះសូមស្ដាប់បទសម្ភាសន៍រវាងអឹមរចនានិងលោកសេងសុកហេងលោកសេងសុកហេងនិងខ្ញុំសូមជម្រាបសួរចា៎បាទជម្រាបសួរចា៎និងខ្ញុំសូមអរគុណលោកដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសន៍តាមខ្សែទូរស័ព្ទនៅថ្ងៃនេះលោកសេងសុកហេងកាលពីម្សិលមិញនេះលោកប្រហែលជាបានជ្រាបហើយថាប្រមុខរដ្ឋាភិបាលកម្ពុជាគឺលោកនាយរដ្ឋមន្ត្រីហ៊ុនសែននឹងបានប្រកាសយល់ព្រមលើសំណើរបស់ក្រសួងបរិស្ថានដែលចង់ដាក់តំបន់ព្រៃផ្ដាល់ផលចំនួន5កន្លែងរួមមានទាំងព្រៃឡង់ផងនោះជាតំបន់ការពារនិងអភិរក្សព្រៃឈើលោកសេងសុកហេងក្នុងនាមជាអ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ព្រៃឡង់ថាតើលោកសេងសុកហេងយល់ថាវាអាចនឹងយឺតពេលបន្តិចដែរទេចា៎វាហាក់ដូចជាយឺតពេលបន្តិចក៏ប៉ុន្តែយើងគិតថាបើសិនជារដ្ឋាភិបាលគាត់ពង្លឿនឬក៏
จัดวิธีการบันเทิงนั้นยังอายสดาปรีแต่ในเซสซอลมาจำนวนต้องลองเป็นบานแต่จะมีเป็นติดแมนได้คือถ้ายังอายสดาเวียบานอยู่พวกช่วงช่วยการแต่ตัวเรื่องปรีร้องยังซาโต้จมพูการสำหรับจัดระบบเรือทาบิบาลในโลกบานอยู่ตำบลเป็นเราหน้าจีตำบลกาปีพวกเวทียังจองบ้านคือแบบนี้ตัวทาบัสันจีไปลองมันตัวบ้านมันกิจการปีได้จับบัตรเตะจังอาจจะชมนาฬิกาเรื่องมันกับการเดินทางทั่วไปอาจจะช่วยไปลองบัตรบองโดยใครอนาคตเตียให้ไม่เตียยื่นก่อนเลยแต่จังคืนชั้นเตะรัฐบาลกันแต่ภาษาจีนที่คือมันในท่าจังคือทาวิบานก็คืออนุญาตอะไรก็บ้างจมหออ้อยสังคมซีวิลอ้อยสหสมุนทานเจ็บสะกลมลงไปลองตัวแล้วกดปราไปลองแล้วกดเจียนจับไปลองทางวิโดนตามคือกดบานโชว์รวมบานตะลมตะลีกดตำหนักการในการประโยชน์บอลให้ยังจังคือทาวิบานก็คือกดตัวโยกเลยกำลังโยกบอลหรือการสมนมโประบบดานสหกรมไปลองรวมเตียงองค์การสังคมซีวิลเนื่องจากเป็นโชว์ตะคลองอนุกรหรือการบัตรในทางบัตรโครงของการหรือโครงหนึ่งตุกระยบบอลนั้นไม่ทะเลทาไปแล้วนั่นคือตรอบานการปีอย่างมันสิทธิเพียรแต่มือตีเพียงยังจะในการกรมปีน้องก็ยังเราแต่เมืองการปลุกบอลได้แต่ถ้าเกี่ยวกับปีสอบยังเชิญชนะมันยังเคยถ้าไปคลาดทาบิบาลคนแต่ไม่ยี่แต่เราสดับtớiฉันเป็นอะไรก็อนุญาตเอายังโชว์ด้วยกับผมแต่ก็ถ้าเกิดมันจะบอลบอลเยอะคือมันบานดับเป็นโชว์เลยก็แต่ละก็เท่ายังคนในจิตการผมก็เกิดทางโอ้บานก็เหี่ยวบอลบานที่สายจมูกเนี่ยเปียกปนจมูกสักคมให้แต่เราจะพายจังกร้อยเพียงสารนกขนมจะมาปฏิบัติกระนั่นคือมันตรอบานดับเป็นโชว์แล้วก็มันอยู่บอลบอลเยอะนี่จิตการปฏิบัติบอลเยอะใช่ตอบเป็นการปฏิบัติระบาดลูกเซ็งสุขเฮงโดยเฉพาะจังจุ่มจูนได้อัมพีปอดเมียนจงกราวเดทาประเทศปีเลือกการสำหรับยาบาประมุขรัฐบาลกัมพูชีดักเปรย์ล่องหนึ่งเปรย์จำนวนบุญเซนเตียจีดมอนกาเปียหนึ่งอภิรักษ์เปรย์เชิญนั้นโลกเกาะบานอนุญาตเอาเนี่ยได้โจรวมกาเปียปฏิสะก้มให้หนึ่งเนี่ยกาเปียปฏิทานกับลองมานั้นคล้ายจีเนี่ยกาเปียเปรย์ในดมอนลูกพองได้ให้ประเทศปีเลือกนั้นกระทรวงปฏิทานในทั้งนี้เติบแต่จังในสกเดจุดดำนังมวยทากระทรวงหนึ่งเรียบจอมสิกขาสลาปิกรยบอลเติมเลยดำนากากรุบกรองหนึ่งกาเปียเปรย์ล่องให้หนึ่งเปรย์บุญเซนเตียนั้นในคราวโจชามขมายขนมในนี้ลูกเซนสุขเฮงตาลูกมินสุดเทคนิยมอย่างน่าจมพัวดำนาการแต่ยังบางคืนนั่งจ้ะแบบนี้ที่ดำนาการมวยเดี๋ยวบัญชีตำบลบัญชีทาบิบาลกดมันชันเตียกกดโดยจะไว้เดี๋ยวกดบันปากกาบันเลยกลางเม้นยืนกระแทกวิจิตรดำนาการมวยล้อแต่ว่ามันเต้นยืนจังคืนแบบนี้ให้ยืนก็วิจิตรยังดำนาการนี่แต่จังยังสมาคมเตรียมทุนใส่จนไปโจมชิมุรทาบิบาลลงเกจการคนอยู่บอลตัวไม่ทันนี้ถ้าอนุกรดน้องคือวิเมียนเล็กขนาดอภาษามาวิเมียนขนาดอภาษาวิเมียนคลำซามวยตะลมตะลีเมียนเปียกีเปียปนนั่งกดเจ็ดได้คุณสำคัญขนมไก่กาเปียไปลองเป็นยังสมาคมจ้าลูกเส้นจะให้ไปลองมาบัตตามยังเข้มจำมันโคเต้บรรดาสักกลมไปล้างทลอบบานดักสำนาแต่การรัฐบาลจังเอาเมียนกาพอดอสิทธิ์กำนดในขนมฉบับนามวยมาประเชียสักกลมดำใบเอาประเชียสักกลมนั่งเมียนสิทธิ์กาเปียให้หนึ่งละบาทโดยสำหรับฉบับจะเลยการกับบำพลายปรีเชิญในบอลปรีลองแต่ถ้าการพอดอสิทธิ์จุนมาประเชียสักกลมจังเรียวิมินประยาวอย่างไม่ลูกเส้นจะเฮงจ้าวิปจิมันประโยชน์โดยสัญญาทาบิบาลโลกบอลสุดมนาอยู่กับดับเป็นโจลสุดบอสากรมดับเป็นโจลตัวที่บอสากรมตัวขนมบักคือการในกรณีปลุกท่ากับลองมอบแต่ละกรมไปลองยืนบันจำนายเปรบันเรียกบองทนเทียนบันฝึกการพิจิตรานลองไปจับไปลองนี่คือแต่เมียนกากรมเลี้ยงกรมห้างนี่ก็เป็นท่าเราบ้านญาโทหรือกรมแต่จำเนียนทายืนจะกรมผมเป็นสอบฉบับฝึกการบ้านนี่คือได้ขอฉบับเองจังกับแต่ยังย้อนให้ทาไปแต่ยังถือวิธีกระตับกิจเป็นไอคอสบับเป้กับแต่ยังจำมันมวยท่าไม่เอาการสอบฉบับกันนี่ไม่เอาผู้กดกันแต่ยังตึกจัดเมียนคือตรบันประตูสกอลปีมันตรายจุ่มนี่คืออัญญาโทดันใดหรืออัญญาโทสะกรมเจียต้องยืนจังเคยถ้าเราทำบ้านคือกดตลอดกาประธานนี่คือเรื่องมุสำคัญน้องเป็นการเปลี่ยนไปหลังประธานบัตรสัญชีอนุกรณีก็จะมาแต่รัฐบาลกรมหรือกรมยบอลนี่มีบาตักเป็นโจรสิทธิ์นายหักกรมเตะตัวที่บริษัทกรมเตะยังคือทาวิอัดคอปีโกลกาจะมาเป็นการอนุกรณีบัตรทันแต่ยุคนี้นี่แต่บ้านทุนมุมโนเตะคือเนี่ยตั้งแต่เคยก็เป็นการเปลี่ยนไปหลังนี่คือแล้วแต่ไม่มีสิทธิพิเศษประชาสัมพันธ์จิตรานแต่กับเป็นการหลังเป็นมุมโนนั่นคือโดยเฉพาะแต่การข้อจำลองเขาก็เป็นบ้านตักเป็นโจร
ទូនាទីរបស់សហគមន៍មូលដ្ឋាននឹងឯងដែលធ្វើឲ្យព្រៃការពីមួយចំនួនព្រៃអភិរក្សមួយចំនួននោះគឺត្រូវប្រឈមទៅនឹងការបាត់បង់ហើយតំបន់ខ្លះគឺត្រូវបាត់បង់មានតែឈ្មោះអីចឹងទៅហើយខ្លាចជាដីសម្បត្តិខ្លាចជាកម្មសិទ្ធិរបស់បុគ្គលមានអំណាចមានលុយអីអញ្ចឹងបើសិនជារដ្ឋាភិបាលគាត់គិតគូរហើយគាត់អាចសិក្សាអំពីបទពិសោធន៍ពីមុនមកថាវាមិនល្អហើយស្ដាប់អ្នកពាក្យពន់ទៅហើយគាត់ដាក់បញ្ចូលទូរទស្សន៍ថាវាគឺពិតជាល្អមែនទែនហើយវាជាយុទ្ធសាស្ត្រមួយដ៏សំខាន់ព្រោះថាការអនុវត្តច្បាប់ណាមួយគឺត្រូវមានការចូលរួមពីអ្នកពាក្យពន់ជាពិសេសសហគមន៍មូលដ្ឋាននឹងតែម្ដងបាទមានន័យថាបើសិនជារដ្ឋាភិបាលបង្កើតច្បាប់អនុក្រឹត្យដែលពីព្រៃឡង់ហើយមិនមើលរំលងពីទូរទស្សន៍របស់សហគមន៍មូលដ្ឋានគឺមានន័យថាសហគមន៍គាត់គ្មានសិទ្ធិអំណាចអីទេគាត់ត្រូវបាត់បង់ទូរទស្សន៍ឬក៏សិទ្ធិអំណាចរបស់គាត់ក្នុងកិច្ចការពីព្រៃឡង់សំសួរវាអាចប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃរបស់គាត់ពេលខ្លះគាត់ចូលទៅអាស្រ័យផលទៅគឺត្រូវមានការគំរាមកំហែងឬក៏ហាមឃាត់ពីអាជ្ញាធរដែនដីបាទឬក៏សមត្ថកិច្ចជំនាញអីជាដើមចាលោកសេងសុខហេងបានលើកឡើងអំពីទូនាទីរបស់បណ្ដាញសហគមន៍ព្រៃឡង់នាងខ្ញុំសូមឆ្លៀតឱកាសនេះអញ្ជើញលោកសេងសុខហេងជំរាបជូនលោកអ្នកស្ដាប់បន្ថែមទៀតអំពីប្រវត្តិនៃការបំផ្លិចបំផ្លាញព្រៃឡង់នឹងថាតើកើតឡើងតាំងពីពេលណាហើយសហគមន៍ព្រៃឡង់បានធ្វើអ្វីខ្លះដើម្បីជួយការពារតំបន់ព្រៃធំជាងគេដែលនៅសេសសល់នៅកម្ពុជាសប្តាហ៍នេះចា៎បាទតើតើនឹងព្រៃឡង់តាមពិតវាមានការកំផ្លាញយូរដែរហើយគឺថាពីដំបូងឡើយតាំងពី93ដែលយើងបានបោះឆ្នោតមកយើងឃើញថាការកាប់បំផ្លាញព្រៃឡង់នោះគឺក្នុង ឆ្នាំ93ដល់95ប្រមុនគឺមិនសូវជាធន់ធ្ងរទេគឺមានការកាប់តិចតួចអីលក្ខណៈគ្រួសារឬក៏អីបែបខសាងយុទ្ធសាស្ត្រសង់ផ្សេងៗក៏ប៉ុន្តែចាប់ផ្ដើមនៅថាយ៉ាងឡងឆ្នាំ97ដល់ឆ្នាំ2000នោះយើងឃើញព្រៃឡង់គឺត្រូវបានកាប់បំផ្លាញជាទ្រង់ទ្រាយធំមានថារដ្ឋាភិបាលហ្នឹងគឺគាត់បានផ្ដល់ឲ្យសម្បត្តិព្រៃគុកទៅឲ្យក្រុមហ៊ុនជាច្រើននៅតំបន់ព្រៃឡង់ហើយក្រុមហ៊ុនក៏បានកាប់ឈើធំៗយ៉ាងរង្គាលកាប់ដើមច្បាស់សហគមន៍យ៉ាងរង្គាលយ៉ាងទៅវាប៉ះពាល់ទៅដល់ជីវភាពសហគមន៍ទៅមានការតស៊ូពីសហគមន៍មូលដ្ឋាននោះទាមទារឲ្យរដ្ឋាភិបាលនោះដល់បញ្ឈប់ក្រុមហ៊ុនសម្បត្តិព្រៃគុកអញ្ចឹងក្រោយមកក៏យើងឃើញថារដ្ឋាភិបាលក៏បានដកអាជ្ញាប័ណ្ណឬក៏គុំអាជ្ញាប័ណ្ណក្រុមហ៊ុនសម្បត្តិព្រៃទាំងអស់នោះក៏ប៉ុន្តែបន្ទាប់ពីនោះយើងឃើញរូបភាពនៃការកាប់បំផ្លាញព្រៃឡង់មួយទៀតគឺតាមរយៈការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចសម្បត្តិរ៉ែហើយនឹងការរូបរាងពីអ្នកមានអំណាចឬក៏សហគមន៍មួយចំនួននោះគឺចាប់ផ្ដើមកាប់រូបរាងព្រៃឡង់ខ្លាំងឡើងអញ្ចឹងក្រោយពេលដែលយើងឃើញថាពេលឡើងកំពុងតែរងគ្រោះអញ្ចឹងសហគមន៍យើងទាំងអស់ទាំង3-4 ខេត្តនោះគឺយើងគិតថាបើសិនជាយើងមិនបានធ្វើអីមួយដើម្បីការពារព្រៃឡង់ទេគាត់ត្រូវបាត់បង់មុខរបររបស់គាត់ប៉ះពាល់ទៅដល់ជីវភាពរបស់គាត់អញ្ចឹងយើងចាប់ផ្ដើមធ្វើការចងក្រងគ្នាដើម្បីធ្វើការការពារព្រៃឡង់ដើម្បីទប់ស្កាត់បទល្មើសនេះបើទោះបីជាអ្វីដែលយើងធ្វើនោះមានការប្រឈមខ្លាំងគម្រាមកំហែងស្ដារជីវិតគម្រាមកំហែងដល់សុខភាពក៏ពួកយើងនោះមិនមានការរៀបរែកដែរព្រោះថាបើសិនជាយើងមិនធ្វើទេព្រៃឡង់អស់អញ្ចឹងគាត់ទៅអស់ប៉ះពាល់គឺទាំងយើងនៅសម័យនេះអាចប៉ះពាល់ទៅដល់កូនចៅយើងចំនួនក្រោយរាប់សែននាក់ដែលរស់នៅជំនាញព្រៃឡង់នោះហើយទៅមកយើងបានតស៊ូហើយជាខ្ទង់10 ឆ្នាំជាងមកទៅដល់ជា10 ឆ្នាំមកនៅក្នុង31យើងឃើញអនុក្រឹត្យមួយអញ្ចឹងយើងបានទាមទារច្រើនមែនទែនហើយទៅមនុស្សក្រៅពីការទាមទារនៅក្នុងប្រទេសកម្ពុជានៅថ្នាក់ទៅក្នុងព្រៃផងទៅនៅថ្នាក់ជាតិផងយើងក៏ធ្វើការទាមទារនៅក្នុងអន្តរជាតិទៅតាមអង្គការអន្តរជាតិនេះដើម្បីឲ្យចាស់ជំនួយនេះគឺធ្វើការពិចារណាបញ្ចូលឬក៏ពិភាក្សាជាមួយរដ្ឋាភិបាលក្នុងកិច្ចការពារព្រៃឡង់អញ្ចឹងរហូតដល់ខាងព្រៃឡង់គឺត្រូវបានដឹងឮជាសកលលោកដែលមានខាងអន្តរជាតិក៏ដឹងឮដល់គាត់ទទួលបានពីរង្វាន់ទានអីពី3 ដងហ្នឹងទៅអញ្ចឹងកិច្ចការហ្នឹងគឺត្រូវបានសាធារណជនដឹងឮដល់គេយល់ឃើញថាព្រៃឡង់គឺជាព្រៃមួយដែលមានសារៈសំខាន់សម្រាប់ប្រជាជននៅក្នុងតាមមូលដ្ឋានហើយនឹងមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក៏រួមទាំងពិភពលោកផងដែរហើយបើគិតយើងគិតអំពីស្ថានភាពព្រៃឡង់ពីវាព្រៃឡង់គឺមានន័យថានៅក្នុងប្រទេសកម្ពុជាគឺមានតែព្រៃឡង់នោះទេដែលជាព្រៃធំជាងគេដែលនៅសេសសល់ចុងក្រោយនៅក្នុងប្រទេសកម្ពុជាអញ្ចឹងបើសិនជាវាមានផលប៉ះពាល់ឬក៏មានការកំហែងមានការកាប់បំផ្លាញដោយមានការទប់ស្កាត់ទេវាអាចនឹងធ្វើឲ្យព្រៃឡង់បាត់បង់ខណៈត្រូវបាត់បង់វានឹងប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់រួមទាំងប្រទេសកម្ពុជាផងដែរអញ្ចឹងយើងបានធ្វើការច្រើនមែនទែនហើយរយៈពេល5 ឆ្នាំចុងក្រោយនេះយើងប្រមូលបានវត្ថុតាំងនឹងទប់ស្កាត់បាត់ល្មើសបានរាប់ពាន់ករណីនោះហើយម៉ាស៊ីនរាប់រយគ្រឿងគឺយើងត្រូវបានដកហូតនៅបញ្ជូនទៅឲ្យមន្ត្រីជំនាញទៅតាមខេត្តនិងថ្នាក់ជាតិចាលោកសេងសុខហេងនៅពេលដែលរដ្ឋាភិបាលដាក់ព្រៃឡង់និងព្រៃផ្ដល់ផលផ្សេងទៀតជាតំបន់ការពារជិត1 លានហិកតាអញ្ចឹងលោកក៏ថាមួយផ្នែកនេះអាចជាជោគជ័យរបស់សហគមន៍ព្រៃឡង់ដែរទេចាបាទយើងគិតថាវាជាជោគជ័យរបស់សហគមន៍ព្រៃឡង់ហើយក៏វាជាជោគជ័យរបស់អង្គការដៃគូនានាដែលយើងធ្វើការទៅលើវិស័យព្រៃឈើវិស័យធនធានធម្មជាតិហើយក៏វាជា
សញ្ញាជោគជ័យមួយរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ទៅលើវិស័យធនធានធម្មជាតិផងដែរអញ្ចឹងវាជាជោគជ័យទាំងអស់គ្នាយើងមិនគិតថាវាជាជោគជ័យរបស់សហគមន៍ព្រៃឡង់មួយទេគឺជោគជ័យសម្រាប់ទាំងអស់គ្នាដូចគ្នាតែយើងសុខជាផ្នែកមួយជាកង្វល់សំខាន់មួយដែលយើងបានខំប្រឹងប្រែងហើយក៏មានលទ្ធផលនេះកើតឡើងចាដោយអស់ពេលទៅហើយនេះខ្ញុំសូមបញ្ចប់កិច្ចសម្ភាសន៍ជាមួយលោកសេងសុកហេងតែត្រឹមនេះខ្ញុំសូមជម្រាបជូនលោកអ្នកស្ដាប់ថាលោកសេងសុកហេងជាអ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ព្រៃឡង់សូមអរគុណនិងសូមជម្រាបលាលោកចាបាទសូមអរគុណបាទព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះយើងនិយាយពីជំនួបកំពូលស្ដីពីសន្តិសុខនុយក្លេអ៊ែរផ្ដោតលើការគំរាមកំហែងរបស់ពួកជីហាតជំវិញព័ត៌មាននេះយើងមានប័ណ្ណអន្តរកម្មពីគុជគុនធេរាជំរាបសួរគុនធេរាសួស្ដីសុភ័ណ្ឌនៅក្នុងជំនួបត្រីភាគីអាមេរិកជប៉ុននិងកូរ៉េខាងត្បូងភាគីទាំង3បានលើកយកទៅនិយាយច្រើនពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងតើអ្វីទៅជាលទ្ធផលនៃជំនួបត្រីភាគីនោះក៏ដូចជាសមមួយដងសុភ័ណ្ឌទ្រឹស្ដីមានច្រើនតែការអនុវត្តជាក់ស្ដែងយ៉ាងណានោះវាជារឿងមួយផ្សេងទៀតលោកស្រីប្រធានាធិបតីកូរ៉េត្បូងប៉ាក់កុនហេបានថ្លែងនៅក្រៅជំនួបជាមួយសមាជិកអាមេរិកលោកបារ៉ាក់អូបាម៉ានិងលោកនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូអាបេថាប្រទេសទាំង3បានព្រមព្រៀងគ្នាក្នុងការពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការរវាងគ្នាដោយធ្វើយ៉ាងណារារាំងកូរ៉េខាងជើងកុំឲ្យបន្តធ្វើការសាកល្បងនុយក្លេអ៊ែរនិងបាញ់គ្រាប់មីស៊ីលអន្តរជាតិតែលោកស្រីប៉ាក់កុនហេមិនបានលម្អិតទេថាតើមានវិធានការអ្វីខ្លះដែលជំនួបកម្ពុជាត្រីភាគីបានអនុម័តក្នុងការកាច់បំបាក់ធ្នង់មនុស្សខ្លាំងក្រុងភ្យុងយ៉ាងលោកគីមចុងអ៊ុនកុំឲ្យបង្ករឿងជាថ្មីនោះគួរជម្រាបជូនថាតាំងពីឆ្នាំ2006មកកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួន4ដងដែលលើកទី4បានធ្វើនៅក្នុងខែមករាដើមឆ្នាំ2016នេះនិយាយពីការបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរជាតិវិញគ្រាន់តែនៅ3ខែដើមឆ្នាំ2016នេះមានបាញ់ចំនួន4ដងដែលលើកទី4បានបាញ់ក្នុងថ្ងៃនេះចំថ្ងៃជំនួបកំពូលស្ដីពីសន្តិសុខនុយក្លេអ៊ែរតែម្ដងដូច្នេះឃើញថាកូរ៉េខាងជើងនៅតែធ្វើអ្វីស្រេចតែក្បាលចិត្តដោយមិនខ្វាយខ្វល់បន្តិចណាឡើយចំពោះវិធានការរបស់សហគមន៍អន្តរជាតិក៏ដូចជាប្រចាំលោកសុភ័ណ្ឌចាហេតុអ្វីបានជាកូរ៉េខាងជើងនៅតែបន្តប្រហើនយ៉ាងដូចនេះគុនធេរាអាងមានខ្នងក្រាស់សុភ័ណ្ឌមិនមែនខ្នងមនុស្សខ្លាំងគីមចុងអ៊ុនក្រាស់ទេតែមានខ្នងអ្នកផ្សេងជួយការពារពិសេសគឺចិននិងរុស្ស៊ីចូលកុំភ្លេចថាទង្វើផ្កើនសហគមន៍អន្តរជាតិរបស់របបក្រុងភ្យុងយ៉ាងតែងតែទទួលបានការថ្កោលទោសនិងទណ្ឌកម្មពីសហគមន៍អន្តរជាតិក៏ដូចពីប្រទេសប្រចាំលោកនីមួយពិសេសអាមេរិកតែគេមិនត្រូវភ្លេចនិយាយទេថាចិននិងរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែងតែប្រើសិទ្ធិវេតូរបស់ខ្លួនដើម្បីប្រឆាំងនឹងសេចក្តីសម្រេចចិត្តណាដែលមានលក្ខណៈធ្ងន់ធ្ងរលើមិត្តកូរ៉េខាងជើងរបស់ខ្លួនរហូតមកដល់ពេលនេះចិនត្រូវបានគេចាត់ទុកជាតួឯកតែមួយគត់ដែលនឹងអាចនិយាយបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យឈប់ធ្វើការសាកល្បងនុយក្លេអ៊ែរនិងបាញ់គ្រាប់មីស៊ីលអន្តរជាតិតែនៅក្នុងជំនួបដាច់ដោយឡែកជាមួយលោកប្រធានាធិបតីអាមេរិកអូបាម៉ានាឱកាសជំនួបកម្ពុជាស្ដីពីសន្តិសុខនុយក្លេអ៊ែរលោកប្រធានាធិបតីចិនស៊ីជីនពីងហាក់ដូចជាមិនចង់ឲ្យមានវិធានការអ្វីបន្ថែមលើកូរ៉េខាងជើងទេទន្ទឹមគ្នានេះលោកស៊ីជីនពីងបានយល់ឃើញថាមានតែការជំរុញឲ្យមានកិច្ចចរចាឡើងវិញទេទើបគេអាចដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងបានពលមិនមែនទណ្ឌកម្មទេទន្ទឹមគ្នានេះលោកស៊ីជីនពីងក៏ឆ្លៀតនិយាយបញ្ឆិតបញ្ឈៀងតាក់ទងនឹងគម្រោងផែនការរបស់អាមេរិកដែលចង់ដំឡើងប្រព័ន្ធការពារផ្លូវអាកាសក្នុងទឹកដីកូរ៉េត្បូងដោយអះអាងថាគ្មានភាគីណាមួយគួរលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ភាគីផ្សេងដែលនឹងបង្កឲ្យបាត់បង់តុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់ទេសុភ័ណ្ឌចាដោយឡែកនៅក្នុងជំនួបទ្វេភាគីជាមួយនឹងសមាភាគីបារាំងហ្វ្រង់សូហូឡង់លោកអូបាម៉ាបាននិយាយច្រើនពីការគំរាមកំហែងរបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនិងស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ាក់និងសេរីអ្វីដែលលោកអូបាម៉ាសម្ដែងក្តីបារម្ភខ្លាំងនោះគុនធេរាគឺសមត្ថភាពរបស់អឺរ៉ុបនៅក្នុងការប្រឈមទប់នឹងហានិភ័យកើតចេញពីការវាយប្រហាររបស់ពួកជីហាតនៅតាមទីក្រុងធំៗអ្វីដែលជាក្តីបារម្ភខ្លាំងរបស់លោកអូបាម៉ាសុភ័ណ្ឌគឺការដែលពួកជីហាតអាចនឹងប្រើនុយក្លេអ៊ែរសម្រាប់វាយប្រហារនៅក្នុងទីក្រុងធំៗរបស់អឺរ៉ុបនៅក្នុងន័យនេះនឹងដើម្បីជាវិធានការបង្ការទុកមុនលោកអូបាម៉ាបានគូបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្ដោះប្ដូរព័ត៌មានសម្ងាត់ក្នុងកម្រិត
អន្តរអាត្លង់តិកគោលដៅគឺដើម្បីស្វែងរកគម្រោងវាប្រហារជាយថាហេតុនឹងការកាត់ផ្តាច់ប្រភពចំណូលរបស់ពួកជីហាតក្រៅពីការចែកចាយព័ត៌មានសម្ងាត់លោកអូបាម៉ាក៏បានសំណូមពរឲ្យមានការតាមដានក្រុមយុទ្ធជនដែលបានចាក់ចេញពីអ៊ីរ៉ាក់និងស៊ីរីត្រឡប់ចូលទៅក្នុងប្រទេសអឺរ៉ុបឬមួយក៏ប្រទេសផ្សេងទៀតដោយឡែកនៅក្នុងជំនួបទ្វេភាគីជាមួយសមាភាគីបារាំងលោក François Hollande ដដែលលោកអូបាម៉ាមិនភ្លេចនិយាយកោតសរសើរលោក Hollande ទេលោកអូបាម៉ាលោកប្រធានាធិបតីហូឡង់គឺជាមេដឹកនាំម្នាក់ដែលបានប្រមូលផ្ដុំសហភាពអឺរ៉ុបឲ្យចូលរួមប្រកបដោយប្រសិទ្ធភាពនៅក្នុងយុទ្ធនាការផ្ដោះប្ដូរព័ត៌មានអន្តរអាត្លង់តិក ជាការឆ្លើយតបវិញលោកហូឡង់បានសាទរពីកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងបារាំងនិងអាមេរិកក្នុងផ្នែកចែកចាយព័ត៌មានសម្ងាត់ក៏ដូចជាការតាមដានក្រុមយុទ្ធជនបរទេសដែលបានទៅចូលរួមជាមួយអង្គការរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់និងស៊ីរីនៅស៊ីរីដែលលោកហូឡង់បានបញ្ជាក់ថាបារាំងបានចូលរួមគាំទ្រទាំងផ្លូវយោធានិងផ្លូវនយោបាយលោកហូឡង់យើងមានសុតិធិនិយមថាក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមបាននឹងកំពុងបាត់បង់ដែនដីនិងចុះខ្សោយឥទ្ធិពលមួយផ្នែករបស់ពួកវាក្នុងន័យនេះគឺទីក្រុងរ៉ាខាជាគោលដៅដែលត្រូវវាយដណ្ដើមយកពីអង្គការរដ្ឋអ៊ីស្លាមមកវិញទន្ទឹមគ្នានេះដែរគេមិនត្រូវភ្លេចនិយាយអំពីផែនការនយោបាយពិសេសទាក់ទងទៅនឹងបទឈប់បាញ់នៅស៊ីរីដែលគ្រប់ភាគីជំនួសបានគោរពត្រឹមត្រូវមកដល់សប្តាហ៍នេះទេអ្វីដែលយើងចង់បាននៅពេលខាងមុខគឺយកឱកាសបទឈប់បាញ់នេះដើម្បីជំរុញកិច្ចចរចានិងឈានទៅបង្កើតរដ្ឋាភិបាលរួបរวมជាតិមួយនៅស៊ីរីក្រៅពីសំណុំរឿងអ៊ីរ៉ាក់និងស៊ីរីលោកប្រធានាធិបតីអាមេរិកនិងសមាភាគីបារាំងក៏បានលើកឡើងពីស្ថានភាពនៅក្នុងប្រទេសលីប៊ីដែរត្រង់ចំណុចនេះ Washington និងប៉ារីសបានសម្ដែងការគាំទ្ររដ្ឋាភិបាលស្របច្បាប់នៅលីប៊ីដោយធ្វើយ៉ាងណាកុំឲ្យលីប៊ីក្លាយជាជំរកថ្មីរបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមសភ័ណ្ឌអរគុណគុណធីរ៉ាសម្រាប់បទអន្តរកម្មនៅរាត្រីនេះព័ត៌មានទាំងនេះអាចអានឬស្ដាប់ឡើងវិញនៅក្នុងគេហទំព័ររបស់យើង www.khmer.rfi.fr បទយូហ្គាចាប់ពីថ្ងៃទី31មិនិនាដល់ថ្ងៃទី2មេសានិស្សិតមកពីមហាវិទ្យាល័យចំនួន5ផ្សេងគ្នានាំគ្នារៀបចំតាំងពិព័រណ៍បង្ហាញស្នាដៃនិងទេពកោសល្យរបស់ខ្លួននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅក្នុងបរិវេណសាលារចនារយៈពេល3ថ្ងៃនេះនិស្សិតដែលមានសិល្បៈច្នៃប្រឌិតខ្ពស់បានបញ្ចេញសមត្ថភាពអស់ពីកម្លាំងកាយចិត្តនៅក្នុងបំណងដើម្បីលើកស្ទួយវប្បធម៌ខ្មែរបង្ហាញពីស្មារតីសាមគ្គីភាពនិងដើម្បីប្រមូលរៃអង្គាសលុយកាក់ជូនមន្ទីរពេទ្យគុណធបុប្ផាថែមទៀតផងហេតុឧត្តមបានទៅមើលទីតាំងពិព័រណ៍នេះពេញមួយព្រឹកហើយរៀបចំបទយូហ្គាជូនលោកអ្នកស្ដាប់នៅក្នុងសារពិព័រណ៍របស់ខ្ញុំរៀបជាលក្ខណៈរូបថតចាស់ៗដែលមានពីជំនាន់ពីដើមក្នុងផ្នែករបស់ពួកខ្ញុំហើយមាននឹងតាំងឧបករណ៍ដែលតកតងជាមួយនឹងល្ខោនរបាំបុរាណប្រភេទមានកៅអៅហើយមានសម្លៀកបំពាក់ប្រពៃណីរបាំត្រុដិហើយនឹងសាណាពីមុនជំនាន់មុនគាត់ធ្វើសាណានេះជាយុវតីអឿនសុគន្ធាជានិស្សិតឆ្នាំទី3ដែលមើលការខុសត្រូវខាងផ្នែកពិព័រណ៍សិល្បៈនាដសាស្ត្រហើយក៏ជាអ្នកទទួលបន្ទុកគ្រប់គ្រងខាងការសម្ដែងក្នុងវ័យ19ឆ្នាំសុគន្ធារៀបរាប់ត្រួសជូនលោកអ្នកនាងស្ដាប់ពីកម្មវិធីរបស់សាលានាងយ៉ាងដូចនេះសម្រាប់ថ្ងៃទី1មេសានេះត្រូវថ្ងៃសុក្រហើយថ្ងៃទី2កម្មវិធីរបស់ពួកខ្ញុំហ្នឹងមានដូចជាចម្រៀងមហោរីដែលតាក់ទងជាមួយនឹងខាងតន្ត្រីមានចម្រៀងឆ្លើយឆ្លងខាងយីកេមានខមភាសាមានចម្រៀងដែលពួកគាត់និពន្ធថ្មីខាងស្ថាបត្យកម្មគាត់ចូលរួមជាមួយនឹងនាដសាស្ត្រជាមួយនឹងតន្ត្រីមានសៀកមានចម្រៀងបុរាណឆ្នៃហើយមានចម្រៀងពីខាងសាលាក្រៅគាត់ចូលរួមចម្រៀងសម័យប៉ុន្តែគឺជាទំនុកចម្រៀងនិពន្ធថ្មីរបស់ពួកគាត់ច្រើនជាការបង្ហាញស្នាដៃទាំងបទភ្លេងថ្មីហើយទំនុកច្រៀងថ្មីហើយអ្នកសម្ដែងហ្នឹងក៏ថ្មីដែរ
មានអ្នកស្បីផងមានអ្នកចាស់បងមិនតែបើថាយើងមានអ្នកនៅក្នុងសាលាយើងមានអ្នកក្រៅសាលាចូលរួមមកនិយាយទៅយើងបើកសាលាទាំងអស់ឲ្យតែពួកគាត់មានសមត្ថភាពពួកគាត់ចង់សំណែងចាបាទចាឆ្នាំនេះជាលើកទី2ហើយដែលក្រុមនិស្សិតរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរៀបចំពិព័រណ៍បង្ហាញវណ្ណកម្មថ្មីនិងតាំងបង្ហាញសម្ភារៈសិល្បៈរបស់ខ្លួនមាននិស្សិតមកពីមហាវិទ្យាល័យចំនួន5គឺផ្នែកបុរាណវិទ្យាសិល្បៈសូនរូបស្ថាបត្យកម្មនិងនគររូបនីយកម្មមហាវិទ្យាល័យដូរតន្ត្រីនិងមហាវិទ្យាល័យសិល្បៈនាដសាស្ត្របានមកមើលស្នាដៃបងពួកនិស្សិតខ្ញុំទាំងអស់ដែលគាត់មានទាំងអស់5មហាវិទ្យាល័យចូលគ្នាហើយកម្មវិធីពីព្រឹករហូតដល់ល្ងាចហ្នឹងតយប់ទៀតគឺកម្មវិធីទាំងអស់គឺខ្ញុំមានអារម្មណ៍ថាពិសេសទាំងអស់គ្រប់ទាំងអស់ព្រោះពេលថ្ងៃយើងមានតាំងពីពណ៌ស្នាដៃពេលមករៀងចិត្តកម្មវិធីម៉ោង3យើងមានលបាយវិទ្យាព្រៃតាក់ទងជាមួយនឹងបងចូលឆ្នាំខ្មែរមានការរាំបទខ្មែរយើងហើយមានពេលល្ងាចយើងមានការសូររាំគ្រប់ផ្នែកទាំងអស់អគារនិងបន្ទប់រៀនមួយចំនួននៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលគេស្គាល់និងហៅជាទូទៅថាសាលារចនានោះបានត្រូវនិស្សិតរៀបចំតុបតែងលម្អនិងបំពាក់សម្ភារៈដែលច្នៃជាមរតកផ្ទះខ្មែរបុរាណដាក់បន្ថែមស្លឹកត្នោតនិងស្បូវជាដើមបន្ទប់ខ្លះដាក់ឧបករណ៍ភ្លេងបុរាណខ្មែរថ្នាក់រៀនខ្លះទៀតតាំងបង្ហាញសម្លៀកបំពាក់និងឧបករណ៍សម្ភារៈសម្រាប់សម្ដែងរបាំបុរាណជាច្រើនប្រភេទជាពិសេសជាងនេះទៅទៀតលោកអ្នកនាងដែលចូលទស្សនានៅទីនេះអាចសាកល្បងលោលេងប្រគំតន្ត្រីបានក្រុមនិស្សិតមកពីមហាវិទ្យាល័យនីមួយៗបញ្ចេញសមត្ថភាពបង្អួតស្នាដៃទេពកោសល្យរបស់ខ្លួនតែរៀងៗខ្លួនចំណែកនិស្សិតខាងបុរាណវិទ្យាវិញបានបង្ហាញពីដុំថ្មឆ្អឹងសត្វគ្រោងឆ្អឹងមនុស្សជាដើមដែលបានមកពីកំណាយនៅស្ថានីយ៍បុរេប្រវត្តិសាស្ត្រចំពោះមុខគំនរគ្រោងឆ្អឹងមនុស្សចំនួនមុនគ្រិស្តសករាជនិស្សិតឆ្នាំទី3ពី3នាក់ឈររងចាំពន្យល់អ្នកចូលរួមខ្ញុំចូលរួមខាងផ្នែកបុរាណវិទ្យាតាំងរូបហើយនឹងភាគផ្សេងហើយខ្ញុំកាន់ខាងផ្នែកឆ្អឹងហើយឆ្អឹងហ្នឹងចង់ប្រាប់ទៅដល់អ្នកដែលមកមើលឬក៏យុវជនដទៃហ្នឹងពីអីខ្លះទៅឆ្អឹងហ្នឹងចង់និយាយថាវាស្ថិតនៅក្នុងសម័យបុរេប្រវត្តិគិតចាប់ពី500ឆ្នាំមុនគ្រិស្តសករាជរហូតដល់100ឆ្នាំនៃគ្រិស្តសករាជហើយឆ្អឹងហ្នឹងគឺជាមនុស្សស្រីដែលផ្អែកទៅលើកាលពីនៅទៅលើតាគីហើយនឹង DNA ដែលយកពីចេញពីថ្មីសម័យបុរេវត្តសាស្ត្រភាគច្រើនមិនសូវមានអ្នកដឹងទេហើយក៏មិនសូវមានអ្នកចូលចិត្តរៀនដែរដូច្នេះការតាំងពិព័រណ៍នេះយើងចង់បង្ហាញឲ្យគាត់បានយល់ឲ្យកាន់តែច្បាស់ហើយនឹងបណ្ដោះទឹកចិត្តគាត់ឲ្យចេះស្រឡាញ់ពីវិស័យបុរេវត្តសាស្ត្រព្រោះសប្តាហ៍នេះឲ្យតែគេនិយាយតែរឿងបុរាណគឺតាក់ទងត្រឹមសម័យអង្គរឬក៏សម័យមុនអង្គរតិចតួចហ្នឹងប៉ុន្តែគាត់អត់បានបកស្រាយឬក៏បញ្យល់ឲ្យច្បាស់ឬក៏ឲ្យយុវជនយល់អំពីបុរេវត្តសាស្ត្រទេចេញពីផ្នែកបុរាណវិទ្យាយើងចូលទៅដល់ផ្នែកសូនរូបហើយនៅមិនឆ្ងាយប៉ុន្មានពីផ្នែកសូនរូបគឺសាលពិព័រណ៍ស្ថាបត្យកម្មនិងនគររូបនីយកម្មដែលត្រូវបានគេតុបតែងយ៉ាងល្អប្រណិតនិងបំពាក់ដោយអំពូលភ្លើងពណ៌សនិងពណ៌ពងមាន់សម្រាប់បំភ្លឺគម្រោងផ្ទះបុរាណនិងទំនើបបើយើងដើរទៅមុខអគារនេះបន្តិចយើងចូលទៅដល់ផ្នែកច្នៃម៉ូដដូច្នេះហើយខ្ញុំសូមទុកឱកាសជូនយុវតីខែម៉ារីជាអ្នករៀបរាប់ជូនលោកអ្នកនាងស្ដាប់ក្រុមរបស់នាងគឺទទួលបន្ទុកផ្នែកច្នៃម៉ូដសម្លៀកបំពាក់ដែលធ្វើអំពីសម្រាមក្រដាសបាវថង់ប្លាស្ទិកនិងគម្របកំប៉ុងជាដើមពួកយើងចង់លើកស្ទួយបរិស្ថានចង់ប្រាប់ថារបស់ដែលអត់ប្រយោជន៍ដែលគេគិតថាបោះបង់ចោលហ្នឹងពួកយើងអាចយកមកធ្វើជារបស់កែច្នៃអាចនឹងមើលទៅអាចនឹងអស្ចារ្យជាងនៅអ្វីដែលគេគិតថារបស់ដែលអត់ប្រយោជន៍គេកវ៉ាត់ចោលប៉ុន្តែពួកខ្ញុំយកមក create ឡើងទៅជារបស់មួយដែលមានប្រយោជន៍មួយនេះពួកយើង expire ពីនេះmaterial នៅក្នុងហ្នឹងគឺមានច្រើន material ខ្លាំងមែនតើបងមានទាំងកវលកំប៉ុងហើយនឹងបាវកញ្ចៅកលៀងបាំងនិងกระดาษកាតុងกระดาษកេះហើយនេះกระดาษកេះដែលយើងចាក់កែទៀនធ្វើជាក្បាច់ចេញមករ៉ូបទាំងអស់ហ្នឹងមានលក់ទេដល់ឥឡូវហ្នឹងមានគេស្លាប់តាក់តងមកដែរបងប៉ុន្តែពួកយើងអត់ទាន់ discuss គ្នាថានឹងលក់ឬក៏អត់ទេបងពងចរចាគ្នាក្រោយពីបានដើរសួរអ្នកមើលការខុសត្រូវខាងផ្នែកស្នាដៃរបស់ខ្លួនមួយចំនួនមកខ្ញុំបានជួបលោកគ្រូបង្រៀនថ្នាក់វិទ្យាល័យម្នាក់គឺលោកច័ន្ទសុផាន់ដែលបានស្កាត់មកតាំងតែពីខេត្តបាត់ដំបងឯណោះដើម្បីមកមើលពិព័រណ៍ស្នាដៃនេះឆ្នាំនេះមានអ្វីដែលប្លែកគឺការដែលយុវជនខ្មែរយើងចេះប្រើប្រាស់នៅរបស់ខ្មែរយើងមករៀបចំរចនាដូចជាមានស្លឹកត្នោតដូចជាដើមឫស្សីមករៀបចំធ្វើជាកន្លែងពិធីតាំងពិព័រណ៍ផ្សេងមិនមែនថាដើមត្នោតតែម្យ៉ាងមានស្បូវភ្លាំងហើយនឹងមានការតាំងពិព័រណ៍ដូចជាខ្លែងឯកដែលជាសុទ្ធតែជារបស់ខ្មែរយើងចំពោះដែលខ្ញុំមានមោទនភាពហ្នឹងគឺចង់បង្ហាញពីឲ្យ
យុវជនខ្មែរយើងស្គាល់ពីអ្វីដែលជាស្នាដៃរបស់ខ្លួនហើយក៏ដូចជាពួកគេដែលខិតខំស្រាវជ្រាវពីគំនិតរបស់ខ្មែរយើងផងដែរមិនឆ្ងាយពីលោកគ្រូសុផាន់យុវនារីម្នាក់សាច់សខ្ចីកំពុងតែពុតពេនអែនអនខ្លួនដើម្បីថតរូបឲ្យជាប់ជាមួយនឹងផ្ទាំងគំនូររាហូដែលកំពុងតែសម្ញែងចង្កូមនាងគឺជានិស្សិតសាលាឯកជនមួយដែលបានមកមើលពិព័រណ៍នៅសាលារចនានេះ2ឆ្នាំមកហើយខ្ញុំមកនេះលើកទី2ហើយបងផ្លែកដែរព្រោះថាបងឆ្នាំមុនខ្ញុំមកខ្ញុំឃើញត្រឹមគេតាំងពិព័រណ៍រឿងស្ថាបត្យករហ្នឹងឃើញរឿងត្រឹមផ្ទះឥឡូវហ្នឹងឃើញគេមានការតាំងពិព័រណ៍ដូចជាអាងមុនហ្នឹងប្រហែល100ឆ្នាំមុនហ្នឹងគឺចាមានការដាក់តាំងបង្ហាញហើយក៏គេមានការនិយាយប្រាប់យើងថាប្រវត្តិហ្នឹងមិនដែរចង់ឲ្យគេដាក់តាំងបង្ហាញឲ្យរឿងផ្នែកធំជាងមុនឲ្យរឿងធំទលាជាងមុនទៀតព្រោះថាឥឡូវនេះខ្ញុំឃើញគេដាក់តាំងពិព័រណ៍ស្តង់ហ្នឹងរឿងទូចហើយក៏អត់សូវមានអីច្រើនត្រូវមើលខ្ញុំចង់ឲ្យគេដាក់ឲ្យរៀងច្រើនជាងហ្នឹងអញ្ចឹងទៅដើម្បីឲ្យយើងមានចំណាយពេលវេលាដើរមើលច្រើនជាងហ្នឹងទៀតចំណែកយុវជនសូវណ្ណភិរៈនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រក៏ចង់ឃើញការពិព័រណ៍នេះមាននៅឆ្នាំក្រោយទៀតដែរគិតថាកម្មវិធីនេះជាកម្មវិធីល្អមួយហើយឆ្នាំមួយគឺយើងលើកទឹកចិត្តដល់មិត្តនិស្សិតដូចជាយើងអាចនិយាយថាគាត់ក្មេងៗជាចំណងក្រោយដែលគាត់មានស្នាដៃអញ្ចឹងណាបងពេលខ្លះគាត់អត់ដឹងថាបង្ហាញនៅកន្លែងណាអញ្ចឹងយើងអាចធ្វើជាតាំងពិព័រណ៍អញ្ចឹងទៅអាចនាំឲ្យជួយជំរុញឲ្យពួកគាត់យកស្នាដៃរបស់គាត់ដែលធ្វើគាត់អាចដាក់បង្ហាញព្រោះយើងជាសមាជិកចង់ឃើញកម្មវិធីនឹងច្រើនទៀតណាហ្នឹងហើយបងចង់ឃើញទៀតព្រោះអីនិយាយទៅវាសប្បាយហើយវាមានអីប្លែកៗច្រើនបើមិនជាអាចមួយឆ្នាំម្ដងអញ្ចឹងសូមបញ្ជាក់ថាពិព័រណ៍ស្នាដៃនេះបើកជូនលោកអ្នកនាងចូលទស្សនាដោយសេរីរហូតទៅដល់រាត្រីថ្ងៃទី2មេសាតាំងតែពីព្រឹកព្រលឹមរហូតទៅដល់យប់ជ្រៅដែលបញ្ចប់ដោយការសម្ដែងសិល្បៈរបាំប្រពៃណីនិងសម័យទំនើបរួមជាមួយនឹងការបង្ហាញម៉ូដទៀតផងចំណែកថវិកាដែលបានពីការលក់ចំណីអាហារខ្លះនៅក្នុងកម្មវិធីនិងការបរិច្ចាគផ្សេងៗនោះនឹងត្រូវធ្វើអំណោយសប្បុរសធម៌ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំង RFI ពេលព្រឹកពីម៉ោង 7 ដល់ម៉ោង 8 និងពីម៉ោង 10 កន្លះដល់ម៉ោង 11 ថ្ងៃរសៀលពីម៉ោង 1 ដល់ម៉ោង 2 និងពីម៉ោង 4 កន្លះដល់ម៉ោង 5 និងពេលយប់ពីម៉ោង 7 ដល់ម៉ោង 8 ស្ដាប់វិទ្យុបារាំង RFI ពិភពលោកស្ថិតក្នុងដៃរបស់លោកអ្នកសហគមន៍ខ្មែរនៅប្រទេសបារាំងនៅក្នុងទីក្រុងលីយ៉ុងប្រទេសបារាំងកម្មវិធីផ្សាយសម្លេងមាតុភូមិខ្ញុំក្រោមការចាត់ចែងរបស់សមាគមវប្បធម៌ខ្មែរបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្តល់ព័ត៌មានស្តីពីកម្ពុជាដល់ប្រជាជនខ្មែរដែលរស់នៅឆ្ងាយស្រុកកំណើតរៀងរាល់ថ្ងៃអាទិត្យពីម៉ោង 3 ដល់ម៉ោង 4 កន្លះរសៀលគេអាចឮកម្មវិធីផ្សាយជាភាសាខ្មែរនៅក្នុងវិទ្យុបារាំង 91.5 FM នៅក្នុងទីក្រុងលីយ៉ុងដែលស្ថិតនៅភាគខាងត្បូងប្រទេសបារាំងដូច្នេះយើងទៅស្ដាប់បទយការបស់ជាងបុប្ផាដែលបានជួបសម្ភាសជាមួយនឹងលោកលីពឿងអនុប្រធានសមាគមវប្បធម៌ខ្មែរMétopoum, émission Métopoum Khmer, info, musique, danse, toute la culture khmer avec Métopoum sur Radio Pluriel. Radio Pluriel គឺជាវិទ្យុបារាំងដែលបានផ្ដល់ម៉ោងផ្ដល់សំឡេងដល់ប្រជាជនចម្រុះជាតិសាសន៍ដែលរស់នៅក្នុងតំបន់រ៉ូនអាល់នៅក្នុងប្រទេសបារាំងក្រៅពីកម្មវិធីផ្សាយជាភាសាប៉ុកទូហ្គេឬក៏អេស្ប៉ាញគេអាចលើកកម្មវិធីផ្សាយជាភាសាខ្មែររយៈពេល1ម៉ោងកន្លះមុននឹងចូលទៅដល់ព័ត៌មានផ្សេងព័ត៌មានស្ដីអំពីបញ្ហាព្រឹត្តិការណ៍នៅកម្ពុជាព្រឹត្តិការណ៍នៅក្នុងពិភពលោកយើងបានផ្ដល់នាទីចំនួនកន្លះម៉ោងដើម្បីនិយាយអំពីវប្បធម៌ជាតិរបស់យើងឧទាហរណ៍យើងនិយាយអំពីរបាំយើងនិយាយអំពីឈ្មោះខេត្តរបស់យើងហេតុអីបានជាយើងដាក់ឈ្មោះខេត្តកំពង់ស្ពឺខេត្តកណ្ដាលលក្ខណៈហើយយើងតែងតែលើកយកនៅប្រវត្តិសាស្ត្រដែលមានតាំងពីយូរលង់មកហើយតម្រាំមកធ្លាក់ដល់កម្ពុជាឈ្មោះថាកម្ពុជានឹងយកមកជម្រាបបងប្អូនយើងជាពិសេសបងប្អូនក្មេងៗដែលគ្នាទើបនឹងកើតនៅស្រុកបារាំងហើយធំដឹងក្តីខ្លះអត់ចេះភាសាខ្លះមិនដឹងថាតើ
វប្បធម៌ខ្មែរពីដើមយ៉ាងម៉េច រក្សាការពីវប្បធម៌ខ្មែរនៅបរទេសនេះគឺជាគោលបំណងដ៏ធំមួយរបស់កម្មវិធីផ្សាយវិទ្យុមាតុភូមិនៅក្នុងទីក្រុងលីយ៉ុងសម្រាប់ពេលបច្ចុប្បន្ននេះក៏ប៉ុន្តែត្រឡប់ទៅអតីតកាលគឺកាលពីជាង30ឆ្នាំមុនកម្មវិធីផ្សាយវិទ្យុមាតុភូមិត្រូវបានគេផ្ដួចផ្ដើមគំនិតបង្កើតឡើងដើម្បីផ្ដល់ព័ត៌មានទាក់ទងទៅនឹងកម្ពុជាដល់ប្រជាជនខ្មែរដែលទើបតែចាក់ចេញពីកម្ពុជានិងមកដល់ប្រទេសបារាំងនិងដែលបានស្រេកឃ្លានចង់បានដំណឹងពីប្រទេសកំណើតរបស់ខ្លួនយើងមិនទៅមានព័ត៌មានបានស្ដាប់ព័ត៌មានជាភាសាខ្មែរទេហើយណាមួយទៀតបងប្អូនខ្មែរដែលធ្វើការដំណាក់ស្រុកមករស់នៅប្រទេសបារាំងហ្នឹងក៏អត់ទាន់ចេះភាសាបារាំងច្បាស់លាស់ដែរបើអញ្ចឹងទេយើងពិបាកទៅចែកគ្នាពិបាកទទួលព័ត៌មានពីគ្នាជាភាសាបារាំងយើងក៏បានបង្កើតវិទ្យុនឹងឡើងដើម្បីផ្សាយព័ត៌មានជាពិសេសព័ត៌មានពីស្រុកខ្មែរមកជូនបងប្អូនយើងនៅស្រុកបារាំងឲ្យបានស្ដាប់ហើយម្យ៉ាងទៀតសំខាន់បំផុតគឺទំនាក់ទំនងរវាងខ្មែរនិងខ្មែរនៅក្នុងតំបន់រ៉ូនអាល់គឺនៅក្នុងទីក្រុងលីយ៉ុងតែម្ដងពីបញ្ហាសុខទុក្ខបងប្អូនខ្លះត្រូវការផ្សាយព័ត៌មានបងប្អូនស្លាប់ឬក៏រោគដំណឹងដែលបងប្អូនបាត់ខ្លួនអស់រយៈពេល3ឆ្នាំ8ខែនៅក្នុងរបបប៉ុលពតនឹងមាតុភូមិគឺជាកម្មវិធីផ្សាយរបស់វិទ្យុសហគមន៍ដែលគេអាចលើកបាននៅក្នុងតំបន់រ៉ូនអាល់វិទ្យុនេះមានកំណើតចេញពីសមាគមវប្បធម៌ខ្មែរដែលត្រូវបង្កើតឡើងនៅឆ្នាំ1979កម្មវិធីផ្សាយរយៈពេល1ម៉ោងកន្លះដែលមានលឺឡំដោយកម្មវិធីវប្បធម៌និងព័ត៌មានទាក់ទងទៅនឹងកម្ពុជានោះត្រូវបានរៀបរៀងដោយក្រុមអ្នកធ្វើការដែលមិនមែនជាអ្នកកាសែតអាជីពកាតព្វកិច្ចយើងនេះគឺជា bilingual គឺជាការស្ម័គ្រចិត្តជួយដោយអត់គិតប្រាក់ខែទេហើយពេលតនេយើងជួនកាលយើងមិនមានមេជេមិនមានមុខវិជ្ជាខាងហ្នឹងទេប៉ុន្តែគ្រាន់តែមានបទពិសោធន៍ជួនកាលនៅក្នុងនោះមានវិស្វករមានដុកទ័រដូចជាលោកសួនកំនួរដែលជាគេរ៉ាញ់របស់យើងហ្នឹងក៏ជាវិស្វករម្នាក់ហើយមានជំនួយពីវិជ្ជបណ្ឌិតជាច្រើនដែលគាត់មានការចេះដឹងនិងគាត់មានការបទពិសោធន៍នៅក្នុងប្រទេសកម្ពុជាហើយបើសិនជានិយាយឲ្យចំទៅយើងមិនមែនជាជំនាញខាងហ្នឹងទេក៏ប៉ុន្តែយើងចង់ធ្វើទៅតាមការណែនាំរបស់បងប្អូនដែលជាអ្នកចេះដឹងពីដើមមកបាទ Émission Métopôme Khmer. Voyage au pays du sourire tous les dimanches de 15h à 16h30. ភាសាខ្មែរបងប្អូនយើងនៅប្រទេសបារាំងនេះខ្លះអត់បានរៀនបានចេះទេគ្នាមិនទៅចេះអានហើយម្យ៉ាងទៀតក្មេងៗជំនាន់ក្រោយអត់ទៅចេះភាសាខ្មែរប្រហែលទេអញ្ចឹងហើយបានយើងប្រើភាសាខ្មែរនោះឲ្យញឹកញាប់ហើយពេលនិយាយចប់ជាភាសាខ្មែរខ្ញុំសូមបើកវងកញ្ចក់បន្តិចនៅក្នុងវិទ្យុនឹងវាមានភាសាពីរមួយនិយាយអំពីភាសាបារាំងព័ត៌មានដូចគ្នាប៉ុន្តែជាភាសាបារាំងតែទៀតគឺជាភាសាខ្មែរយកបកប្រែមកជាភាសាខ្មែរដើម្បីជម្រាបជូនបងប្អូនខ្មែរដែលអត់ចេះភាសាបារាំងតើលោកមានអារម្មណ៍ចំពោះក្មេងៗនៅប្រទេសបារាំងនេះតើមានការទំនាក់ទំនងជាមួយវប្បធម៌ខ្មែរឬតើមានទុកស្នាមនៅវប្បធម៌ខ្មែរចំពោះក្នុងខ្លួនឬអត់ទេតើលោកគិតឃើញលោកមានដែរសូមអញ្ជើញលោកឆ្លើយចាលោកឆ្លើយជាភាសាបារាំងផងជាភាសាខ្មែរផងចាអរគុណខ្ញុំឆ្លើយជាខ្មែរមុនចាវាហាក់ដូចជាសពខាងនេះចំពោះខ្លួនខ្ញុំឃើញថាមានដាច់ចំនួនគ្នាដូច្នេះក្មេងៗសពថ្ងៃនេះឃើញថាបាត់បង់អស់ច្រើនណាស់នៅជំនឿជឿជាក់លើខ្លួនឯងនៅសម្បត្តិទ្រព្យដែលបានខ្លួនទទួលបានខ្វះការអប់រំខ្វះការថែទាំដើម្បីពង្រីកពង្រឹងតទៅទៀតដូច្នេះក៏បីយើងត្រូវស្ថិតស្ថេរខ្ញុំជឿមានសំដល់នាងឲ្យគូខ្មែរទាំងអស់ដែលមកជ្រកកោននៅស្រុកគេនេះជ្រកកោនក្តីឬបញ្ចូលទៅក្នុងសង្គមគេក្តីទោះបីយ៉ាងណាក៏ដោយយើងនៅជាខ្មែរដែរកុំឲ្យភ្លេចអីសោះដោយការដែលចូលទៅនៅជាមួយសង្គមបារាំងយើងគឺនាំអរិយធម៌របស់យើងវប្បធម៌របស់យើងទៅចូលរួមជាមួយគ្នាចរចាគ្នាទៅវិញទៅមកឲ្យគេទទួលស្គាល់យើងទទួលស្គាល់គេទៅបានចូលបង្រួមនៅជាមួយគ្នានឹងវាសិក្សារួមគ្នាជួយស្រុកខ្មែរផងជួយស្រុកគេដែលយើងរស់នៅផងសូមលោកប្រាជ្ញភាសាបារាំង
J'ai constaté une certaine rupture depuis mon នេះគឺជាបទសម្ភាសន៍រវាងអ្នករាយការណ៍របស់កម្មវិធីវិទ្យុមាតុភូមិជាមួយនឹងលោកនុតតារាំងដែលទើបតែក្លាយជាឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅប្រទេសបារាំងជំរុញឲ្យកូនខ្មែរនៅក្នុងប្រទេសបារាំងរក្សាភាសានិងវប្បធម៌របស់ពុកម្ដាយនេះគឺជាអ្វីដែលមនុស្សចាស់ខ្មែរកំពុងតែធ្វើសម្រាប់កូនចៅរបស់ខ្លួនដូច្នេះក្រៅតែពីកម្មវិធីផ្សាយវិទ្យុសមាគមវប្បធម៌ខ្មែរបានបង្កើតថ្នាក់រៀនភាសាខ្មែររៀងរាល់ថ្ងៃសៅរ៍សម្រាប់កូនខ្មែរដែលកើតនឹងធំនឹងក្តីនៅក្នុងប្រទេសបារាំងបងប្អូនក្មេងៗខ្មែរមួយចំនួននៅពេលដែលគាត់រៀនអក្សរសាស្ត្រខ្មែរគាត់ស្គាល់វប្បធម៌ខ្មែរគាត់ត្រឡប់ទៅលេងស្រុកខ្មែរពេលហ្នឹងគាត់ត្រឡប់មកវិញគាត់សប្បាយចិត្តមែនទែនគាត់ថាបានចេះនិយាយភាសាខ្មែរបានទៅឃើញផ្ទាល់នៅផ្ទាំងសាលាខ្មែរដែលនិយាយអំពីប្រវត្តិសាស្ត្រមិនខុសអ្វីដែលយើងបាននិយាយប្រាប់គាត់ទេអាកន្លែងហ្នឹងហើយដែលផ្ដល់នៅអត្ថន័យទឹកចិត្តនៅកម្លាំងឲ្យយើងដែលជាចាស់ដែលបានស្គាល់ច្បាស់នៅអ្វីដែលកើតឡើងនៅកម្ពុជានោះតែជួយគាត់ថែមទៀតដើម្បីគាត់យល់ច្បាស់ដើម្បីកុំឲ្យគាត់ភ្លេចថាយើងមកដល់ស្រុកគេហើយនៅពេលដែលធំឡើងមិនដឹងថាខ្មែរនឹងមានអីដើមកំណើតជាស្អីនោះជនជាតិខ្មែរកើតនៅលើដីខ្មែរយើងត្រូវខំថែជាតិឲ្យបានរឹងរូសគេមួយជាតិយើងបានខំសាងព្រោះថាតែយើងចេញថារៀងកទោះបីខ្មែររួមនៅក្រពេញណាជួបគុំមានថាខ្លួនកើតមកពីខ្មែរកុំឲ្យបរទេសគេមកបងវាយឲ្យខ្មែរនៅខ្មែរបែកសាមគ្គីគ្នា វិទ្យុបារាំងអន្តរជាតិ RFI 24ម៉ោងក្នុងមួយថ្ងៃផ្សាយជាភាសាខ្មែរពីម៉ោង 7 ព្រឹកដល់ម៉ោង 8 យប់និងផ្សាយជាភាសាបារាំងពីម៉ោង 8 យប់ដល់ម៉ោង 7 ព្រឹក លោកអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិ RFI នៅពេលនេះកម្មវិធីព័ត៌មានរយៈពេលពេញ1ម៉ោងរបស់យើងបានឈានចូលមកដល់ទីបញ្ចប់អរគុណចំពោះការយកចិត្តទុកដាក់តាមដានស្ដាប់របស់អស់លោកអ្នកចាប់ពីម៉ោង 8 យប់នេះតទៅលោកអ្នកនាងនឹងបានស្ដាប់កម្មវិធីផ្សាយជាភាសាបារាំងកម្មវិធីព័ត៌មានពេញ1ម៉ោងរបស់យើងនឹងវិលមកជួបអស់លោកអ្នកជាថ្មីម្ដងទៀតចាប់ពីម៉ោង 7 ព្រឹកស្អែកខ្ញុំសូមអរគុណដល់វិសាលដែលបានជួយបញ្ជាខាងផ្នែកបច្ចេកទេសនៅពេលនេះនាងខ្ញុំប៉ុនសុភ័ណ្ឌនិងសហការីវិទ្យុបារាំងអន្តរជាតិ RFI សូមអរគុណសូមជម្រាបលាម្ដងអ្វីផ្សេងក្រៅតែពីចង់ឲ្យមានការការពារព្រៃឈើឲ្យមានប្រសិទ្ធភាពតែប៉ុណ្ណោះនៅក្នុងត្រីមាសទី1ដើមឆ្នាំ2006នេះរមណីយដ្ឋានអង្គររកចំណូលបានប្រមាណជា$20 លានអាមេរិកពីការលក់សម្បត្តិទស្សនានៅក្នុងតំបន់អង្គរនៅក្នុងខែមករានិងខែកុម្ភៈទទួលបានជាង$7 លានដូចគ្នាហើយចំណែកខែមីនាវិញទទួលបានជិត$6 លានអាមេរិកនេះបើតាមរបាយការណ៍នៃការលក់សម្បត្តិចូលទស្សនាតំបន់អង្គររបស់គ្រឹះស្ថានអង្គរជាងសញ្ញាមកជម្រាបជូនពីព័ត៌មានអន្តរជាតិវិញម្ដងនៅថ្ងៃសុក្រទី1មករានេះស្របពេលដែលប្រទេសមហាអំណាចនុយក្លេអ៊ែរកំពុងតែជួបប្រជុំគ្នានៅក្នុងទីក្រុង Washington របបផ្ដាច់ការកូរ៉េខាងជើងបានធ្វើការបាញ់គ្រាប់មីស៊ីលមួយទៀតឆ្ពោះទៅកាន់សមុទ្រដែលនេះគឺជាសកម្មភាពផ្កើនដោយជំហរទៅដល់សហគមន៍អន្តរជាតិភាពតានតឹងនៅឧបទ្វីបកូរ៉េកំពុងតែរុញច្រានតំបន់ប៉ាស៊ីហ្វិកទាំងមូលឲ្យមានការព្រួយបារម្ភពីព្រោះគេមិនអាចស្មានដឹងចិត្តមេដឹកនាំកូរ៉េខាងជើងបាននោះទេយើងស្ដាប់មកពីសេយោងតាមសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថាកូរ៉េខាងជើងបានធ្វើការបាញ់គ្រាប់មីស៊ីលចម្ងាយខ្លីមួយគ្រាប់ទៀតនៅថ្ងៃសុក្រទី1មេសានៅវេលាម៉ោងប្រហែលជា 12:45 នាទីការបាញ់នេះបានប្រព្រឹត្តទៅនៅទីក្រុងស៊ុនឌុកភាគខាងកើតកូរ៉េខាងជើងចំណែកទីភ្នាក់ងារព័ត៌មានយន្តហត្ថរបស់កូរ៉េខាងត្បូងបានផ្សាយផងដែរថាគ្រាប់មីស៊ីលបានរត់បានចម្ងាយប្រមាណជា100 គីឡូម៉ែត្រមុននឹងធ្លាក់ទៅក្នុងសមុទ្រជប៉ុនប៉ុន្តែគេមិនអាចដឹងពីគំនូសទិសដៅរបស់គ្រាប់មីស៊ីលនេះទេបន្ថែមពីនេះអាជ្ញាធរកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថាបានបំផ្លាញប្រព័ន្ធរ៉ាដា GPS របស់កូរ៉េខាងត្បូងដោយចេតនាតាមរយៈការដាក់តាំងម៉ាស៊ីនបញ្ជូនរលកសញ្ញាជាច្រើនចំណុចនៅក្បែរព្រំដែនកូរ៉េខាងត្បូងការបំផ្លាញប្រព័ន្ធ GPS នេះបានធ្វើឲ្យរំខានដល់ចរាចរណ៍នាវារថយន្តនិងយន្តហោះជាច្រើនគ្រឿងដែលត្រូវការប្រព័ន្ធនេះដើម្បីបង្ហាញផ្លូវធ្វើដំណើរសូមបញ្ជាក់ថាការបាញ់គ្រាប់មីស៊ីលចម្ងាយជិតមួយគ្រាប់ថ្មីនេះគឺបង្ហាញពីអាកប្បកិរិយាប្រហើនក្អេងក្អាងកាន់តែខ្លាំងឡើង
ក្នុងខណៈដែលប្រទេសមហាអំណាចនុយក្លេអ៊ែរកំពុងតែជួបប្រជុំគ្នានៅសហរដ្ឋអាមេរិកដើម្បីរកវិធីគ្រប់គ្រងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរឲ្យបានត្រឹមត្រូវនិងមានសុវត្ថិភាពសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងក៏ជាចំណុចសំខាន់នៃការប្រជុំនេះផងដែរកាលពីដើមឆ្នាំនេះកូរ៉េខាងជើងបានធ្វើការសាកល្បងគ្រាប់នុយក្លេអ៊ែរប្រភេទ hydrogen ដ៏ធំមួយដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភជាខ្លាំងក្រោយមកបន្តិចកាលពីខែកុម្ភៈកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីល ballistic ចម្ងាយមធ្យមនិងចម្ងាយឆ្ងាយពីរគ្រាប់ផ្ទុនគ្នាហើយចុងក្រោយនេះរបបផ្ដាច់ការកូរ៉េខាងជើងបានទាំងធ្វើខ្សែវីដេអូឃោសនាបង្ហាញពីរូបភាពវាយប្រហារកំទេចសហរដ្ឋអាមេរិកដោយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទៀតផងក្នុងឱកាសជំនួបកំពូលស្ដីពីនុយក្លេអ៊ែរលោកអូបាម៉ាត្រូវជួបប្រជុំជាមួយលោកស៊ិនហ្សូអាបេនិងលោកស្រីប៉ាក់កឹនហឺដើម្បីនិយាយអំពីទណ្ឌកម្មលើកូរ៉េខាងជើងព្រមទាំងគម្រោងការដាក់តាំងប្រព័ន្ធការពារគ្រាប់មីស៊ីលនៅកូរ៉េខាងត្បូងផងដែរការបាញ់បន្ថែមគ្រាប់មីស៊ីលនាពេលនេះគឺរឹតតែពន្លឿនគម្រោងការដាក់តាំងប្រព័ន្ធរ៉ាដាកំទេចគ្រាប់មីស៊ីលនេះឲ្យកាន់តែឆាប់សម្រេចបានជាស្ថាពរនៅថ្ងៃសុក្រទី1មេសានេះជាថ្ងៃទី2និងជាថ្ងៃបិទបញ្ចប់ជំនួបកំពូលស្ដីពីសន្តិសុខនុយក្លេអ៊ែររៀបចំនៅក្នុងទីក្រុង Washington សហរដ្ឋអាមេរិកក្រៅពីជំនួបជាលក្ខណៈរួមក៏មានជំនួបជាលក្ខណៈត្រីភាគីរវាងអាមេរិកជប៉ុនកូរ៉េខាងត្បូងនិងជំនួបជាលក្ខណៈទ្វេភាគីរវាងអាមេរិកនិងចិនរវាងអាមេរិកនិងបារាំងឬមួយរវាងអាមេរិកនិងទូគីជាដើមបន្ទាប់ពីបាននិយាយច្រើនទាក់ទងទៅនឹងនុយក្លេអ៊ែរកូរ៉េខាងជើងជំនួបកំពូលក៏បានផ្ដោតសំខាន់ទៅលើការគំរាមកំហែងរបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមផងដែរយើងនឹងវិលមកលំអិតជុំវិញព័ត៌មាននេះម្ដងទៀតនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃរបស់យើងនាពេលបន្តិចទៀតនេះដោយមានបទអន្តរកម្មពីគុជគុនធារាប្រទេសអូស្ត្រាលីជាប្រទេសធំជាងគេទី3ដែលនាំចេញរ៉ែអ៊ុយរ៉ានីយមច្រើនជាងគេបំផុតអូស្ត្រាលីទើបតែបានចុះហត្ថលេខាជាមួយនឹងប្រទេសអ៊ុយក្រែនដើម្បីនាំចេញធាតុអ៊ុយរ៉ានីយមទៅឲ្យប្រទេសនេះអ៊ុយក្រែនប្រទេសធំមួយដែលផលិតថាមពលនុយក្លេអ៊ែរកំពុងរិះរកអ្នកផ្គត់ផ្គង់ថ្មីផ្សេងពីរុស្ស៊ីក្រោយពីខ្លួនមានជម្លោះជាមួយនឹងរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនមុំពិសេសជូនព័ត៌មានជំនួបកម្ពុជាស្ដីពីសន្តិសុខនៃថាមពលនុយក្លេអ៊ែរមិនមែនគ្រាន់តែជាវេទិកាជជែកគ្នាទេតែក៏ជាកន្លែងចុះហត្ថលេខាទិញលក់រវាងមហាអំណាចនុយក្លេអ៊ែរផងដែរជាក់ស្ដែងនៅថ្ងៃទី1មេសានេះអ៊ុយក្រែនប្រទេសផលិតថាមពលនុយក្លេអ៊ែរដ៏ធំក្នុងចំណោម10ប្រទេសបានចុះហត្ថលេខាទិញអ៊ុយរ៉ានីយមពីអូស្ត្រាលីយ៉ាងណាក៏ដោយនៅក្នុងកិច្ចសន្យាគោលនេះមិនមានបញ្ជាក់លម្អិតអំពីបរិមាណនៃអ៊ុយរ៉ានីយមនោះទេអូស្ត្រាលីគឺជាប្រទេសផលិតរ៉ែអ៊ុយរ៉ានីយមធំទី3លើលោកបន្ទាប់ពីកាហ្សាក់ស្ថាននិងកាណាដាអូស្ត្រាលីបញ្ជូនរ៉ែដ៏កម្រនិងដ៏គ្រោះថ្នាក់នេះទៅលក់នៅតាមប្រទេសចំនួនប្រមាណជា43រួមទាំងកោះតៃវ៉ាន់ផងដែរអ្វីដែលជាការធានារបស់សហគមន៍អន្តរជាតិគឺរ៉ែអ៊ុយរ៉ានីយមរបស់អូស្ត្រាលីគឺស្ថិតនៅក្នុងការគ្រប់គ្រងតាមដានមើលយ៉ាងតឹងរ៉ឹងពីអូស្ត្រាលីបានហាមឃាត់ដាច់ខាតថាអ្នកដែលទិញរ៉ែអ៊ុយរ៉ានីយមរបស់ខ្លួនត្រូវតែសន្យាយកវាទៅប្រើប្រាស់តែក្នុងវិស័យស៊ីវិលតែប៉ុណ្ណោះមិនមែនយកទៅប្រើប្រាស់ដើម្បីធ្វើអាវុធនុយក្លេអ៊ែរទេចំពោះអ៊ុយក្រែនការស្វែងរកដៃគូផ្គត់ផ្គង់ថ្មីនេះគឺដោយសារតែអ៊ុយក្រែនមិនចង់ស្ថិតនៅក្រោមសម្ពាធរបស់រុស្ស៊ីដែលកន្លងមកជាអ្នកផ្គត់ផ្គង់រ៉ែអ៊ុយរ៉ានីយមផ្ដាច់មុខទៅឲ្យអ៊ុយក្រែនចំនួននៅភាគខាងកើតអ៊ុយក្រែនក្រោមការលូកដៃរបស់រុស្ស៊ីរឹតតែជំរុញឲ្យអ៊ុយក្រែនបដិញ្ញាថាត្រូវតែរើខ្លួនចេញពីក្រញាំរបស់រុស្ស៊ីស្ថិតនៅក្នុងចំណោមប្រទេស10ដែលផលិតថាមពលនុយក្លេអ៊ែរច្រើនជាងគេលើលោកអ៊ុយក្រែនមានស្ថានីយនុយក្លេអ៊ែរចំនួន15ហើយដែលផ្គត់ផ្គង់ថាមពលអគ្គិសនីប្រមាណជា 45% នៃតម្រូវការគេនៅចាំមិនភ្លេចទេពីគ្រោះថ្នាក់ផ្ទុះស្ថានីយនុយក្លេអ៊ែរនៅ Chernobyl ភាគខាងកើតអ៊ុយក្រែនកាលពីឆ្នាំ1986នេះគឺជាគ្រោះថ្នាក់ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដែលធ្វើឲ្យគេចាប់ផ្ដើមចោទសួរពីសន្តិសុខព្រមទាំងផលប៉ះពាល់នៃថាមពលនុយក្លេអ៊ែរតែយ៉ាងណាក៏ដោយបទពិសោធន៍គ្រោះមហន្តរាយរដ្ឋការនៅ Chernobyl ហើយក្រោយមកនៅ Fukushima ក្នុងឆ្នាំ2011នៅតែមិនទាន់គ្រប់គ្រាន់ដើម្បីជំរុញប្រទេសទាំងនោះឲ្យបោះបង់ការផលិតថាមពលអគ្គិសនីដោយប្រើសារធាតុនុយក្លេអ៊ែរទេនៅរុស្ស៊ីថ្ងៃប្រហ័សទី31មិនិនាម្សិលមិញតុលាការនៃប្រទេសបែលហ្សិកបានសម្រេចឲ្យមានការបញ្ជូនភេរវជនសាឡាអាប់ដែលស្លាមទៅឲ្យរដ្ឋអំណាចបារាំងសាឡាអាប់ដែលស្លាមគឺជាជនសង្ស័យតែម្នាក់គត់ដែលនៅរស់រានមានជីវិតក្រោយអំពើភេរវកម្មនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី13វិច្ឆិកាឆ្នាំ2015សាឡាអាប់ដែលស្លាមត្រូវបានប៉ូលីសបែលហ្សិកចាប់ខ្លួនកាលពីថ្ងៃទី18មិនិនានៅក្នុងស្រុក Molenbeekមហាអัยការនៃប្រទេសលុចសំបួរបានប្រកាសឲ្យដឹងនៅថ្ងៃប្រហ័សទី31ម្សិលមិញថាការបើកអង្កេតសំណុំរឿងពុករលួយទាក់ទងទៅនឹងក្រុមហ៊ុនរដ្ឋម៉ាឡេស៊ីមួយឈ្មោះ First Malaysia Development Berhad ក្រុមហ៊ុនរដ្ឋ First Malaysia Development Berhad បានបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak នាពេលដែលលោកបានឡើងកាន់អំណាចនៅក្នុងឆ្នាំ2009
តែឥឡូវរឿងអស្ចារ្យពុករលួយមួយដែលជាប់ពាក់ព័ន្ធផ្ទាល់ទៅនឹងលោករ៉ាហ្សាក់បានធ្វើឲ្យមានការអំពាវនាវកាន់តែខ្លាំងតាំងតែពីឆ្នាំ2015សូមឲ្យលោករ៉ាហ្សាក់ចុះចេញពីតំណែងអនុប្រធានាធិបតីលោក Joe Biden បានប្រាប់ទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ថាអាមេរិកនឹងផ្ដល់ប្រាក់ជំនួយយោធាចំនួន$35 លានបន្ថែមដើម្បីជួយនៅក្នុងផ្នែកសន្តិសុខរបស់អ៊ុយក្រែនលោក Biden ដែលបានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនដាច់ដោយឡែកនៃកិច្ចប្រជុំកំពូលសន្តិសុខនុយក្លេអ៊ែរបាននិយាយថាការខិតខំប្រឹងប្រែងរបស់ទីក្រុងគៀវដើម្បីកំណែទម្រង់រដ្ឋាភិបាលគឺជាចំណុចដែលបើកទ្វារឲ្យមានជំនួយពីសហគមន៍អន្តរជាតិហើយនៅក្នុងនោះក៏មានដែរកម្ចី$1,000 លានរបស់អាមេរិកយើងបញ្ចប់ព័ត៌មានអន្តរជាតិនិយាយពីប្រជាជនប្រេស៊ីលរាប់ពាន់នាក់បាននាំគ្នាធ្វើបាតកម្មនៅក្នុងរដ្ឋធានីដើម្បីការពារប្រធានាធិបតី Dilma Rousseff ដែលកំពុងរងបាត់ចោទប្រកាន់ក្រុមបាតកោថានឹងគ្មានឡើយការធ្វើរដ្ឋប្រហារលោកស្រី Rousseff អាចនឹងប្រហែលជាបាត់បង់អំណាចនៅខែឧសភាប្រសិនបើរដ្ឋសភាប្រេស៊ីលអនុម័តទៅលើអំពើក្បត់ជាតិរបស់លោកស្រីដែលចោទប្រកាន់ដោយក្រុមបកប្រឆាំងវិទ្យុបារាំង RFI ភ្នំពេញ 92 MHz សៀមរាប 92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHz លោកអ្នកនាងកំពុងស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ RFI ជាបន្តទៅទៀតនេះលោកអ្នកនាងនឹងបានស្ដាប់ដំបូងគឺជានាទីភ្ញៀវប្រចាំថ្ងៃរៀបចំជូនដោយអមរជនាថ្ងៃនេះរចនាបានសម្ភាសន៍លោកសេងសុកហេងលោកលើកឡើងថាដាក់ព្រៃ1 លានហិកតាជាតំបន់ការពារយឺតពេលបន្តិចតែជាជោគជ័យក្រោយមកគឺជានាទីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃគុជគុនធីរ៉ានឹងចូលខ្លួនមកអន្តរាគមន៍ជុំវិញសន្តិសុខនុយក្លេអ៊ែរជំនួបកម្ពុជាបានផ្ដោតទៅលើការគំរាមកំហែងរបស់ពួកជីហាតនៅក្នុងនីតិបាត់យោការនៅថ្ងៃនេះហេងឧត្តមលើកឡើងពីនិស្សិតមកពី5មហាវិទ្យាល័យនាំគ្នាបញ្ចេញសមត្ថភាពច្នៃប្រឌិតដើម្បីលើកស្ទួយវប្បធម៌ខ្មែរនិងនៅចុងបញ្ចប់នៃកម្មវិធីរបស់យើងគឺជានីតិសហគមន៍ខ្មែរនៅប្រទេសបារាំងរបស់ជាងបុប្ផាពីទីក្រុងប៉ារីសភ្ញៀវប្រចាំថ្ងៃភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះគឺលោកសេងសុកហេងអ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ព្រៃឡង់នៅពេលដែលរដ្ឋាភិបាលសម្រេចដាក់ព្រៃផ្ដាល់ផលចំនួន5កន្លែងរួមទាំងព្រៃឡង់ផងជាតំបន់ការពារលោកសេងសុកហេងបានសម្ដែងការអបអរសាទរបើទោះបីជាសេចក្តីសម្រេចនេះធ្វើឡើងយឺតពេលបន្តិចប៉ុន្តែសំណាងសហគមន៍ព្រៃឡង់លើកឡើងថាវាជាជោគជ័យសម្រាប់ប្រជាសហគមន៍និងរដ្ឋាភិបាលកម្ពុជាផងដែរតើតើនេះសូមស្ដាប់បទសម្ភាសន៍រវាងអមរជនានិងលោកសេងសុកហេងលោកសេងសុកហេងនឹងខ្ញុំសូមជម្រាបសួរចា៎បាទជម្រាបសួរចា៎នឹងខ្ញុំសូមអរគុណលោកដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសន៍តាមខ្សែទូរស័ព្ទនៅថ្ងៃនេះលោកសេងសុកហេងកាលពីម្សិលមិញនេះលោកប្រហែលជាបានជ្រាបហើយថាប្រមុខរដ្ឋាភិបាលកម្ពុជាគឺលោកនាយរដ្ឋមន្ត្រីហ៊ុនសែននឹងបានប្រកាសយល់ព្រមលើសំណើរបស់ក្រសួងបរិស្ថានដែលចង់ដាក់តំបន់ព្រៃផ្ដល់ផលចំនួន5កន្លែងរួមមានទាំងព្រៃឡង់ផងនោះជាតំបន់ការពារនិងអភិរក្សព្រៃឈើលោកសេងសុកហេងក្នុងនាមជាអ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ព្រៃឡង់ថាតើលោកសេងសុកហេងយល់ថាវាអាចនឹងយឺតពេលបន្តិចដែរទេចា៎វាហាក់ដូចជាយឺតពេលបន្តិចក៏ប៉ុន្តែយើងគិតថាបើសិនជារដ្ឋាភិបាលគាត់ពង្លឿនឬក៏ចាត់វិធានការឲ្យបានតឹងរ៉ឹងយើងអាចស្ដារព្រៃនៅសេសសល់មួយចំនួននោះឡើងវិញបានបើតែវាយឺតពេលបន្តិចមែនតែគេថាយើងអាចស្ដារវាបានពួកខ្ញុំធ្វើការទៅរឿងព្រៃឡង់យើងសាទរចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលលោកបានដាក់យកតំបន់ព្រៃឡង់ដាក់ជាតំបន់ការពារព្រោះអីអ្វីដែលយើងចង់បានគឺបែបនេះព្រោះថាបើសិនជាព្រៃឡង់មិនត្រូវបានមានកិច្ចការពារដោយច្បាប់ទេអញ្ចឹងវាអាចប្រឈមនឹងការគម្រាមកំហែងកាន់តែធ្ងន់ធ្ងរហើយវាអាចនឹងធ្វើឲ្យព្រៃឡង់បាត់បង់ទៅថ្ងៃអនាគតទៀតហើយនេះទៀតយើងក៏នៅតែចង់ឃើញឆន្ទៈរដ្ឋាភិបាលឲ្យកាន់តែប្រសើរជាងទៀតគឺមានន័យថាចង់ឃើញរដ្ឋាភិបាលគឺបដិញ្ញាតឬក៏បើកចំហឲ្យសង្គមស៊ីវិលឲ្យសហគមន៍មូលដ្ឋានជាពិសេសសហគមន៍ក្នុងព្រៃឡង់នោះផ្ទាល់ដែលគាត់ប្រើប្រាស់ព្រៃឡង់ដែលគាត់ជាម្ចាស់ព្រៃឡង់តាំងពីដូនតាមកគឺគាត់បានចូលរួមឲ្យបានទលំទលាគ្រប់ដំណាក់កាលនៃការប្រយោគបល់ហើយយើងចង់រដ្ឋាភិបាលគឺគាត់ទទួលយកនៅគំនិតយោបល់ឬក៏សំណុំពររបស់បណ្ដាញសហគមន៍ព្រៃឡង់រួមទាំងអង្គការសង្គមស៊ីវិលនិងដាក់បញ្ជ
ចូលទៅក្នុងអនុក្រឹត្យឬក៏ច្បាប់ដែលថាបាត់ក្រងបង្កើតឬក៏ក្រងនឹងប្រយោគបននោះដើម្បីធានាថាពេលឡើងគឺត្រូវបានការពារយ៉ាងមានប្រសិទ្ធភាពហើយមួយទៀតយើងជាគណៈកម្មពេលឡើងក៏យើងនៅតែមានការព្រួយបារម្ភដែរព្រោះថាជាបទពិសោធន៍យើងច្រើនឆ្នាំមកនេះយើងឃើញថាពេលខ្លះរដ្ឋាភិបាលគ្រាន់តែនិយាយឲ្យតែល្អស្ដាប់ទៅអញ្ចឹងពេលគាត់អនុញ្ញាតឲ្យយើងចូលទៅក៏ប៉ុន្តែគាត់ថាគណិតយោបល់របស់យើងគឺមិនបានដាក់បញ្ចូលទេគាត់ហៅយើងគ្រាន់តែជាការបង្កប់កិច្ចថាអូបានពិគ្រោះយោបល់បានពិភាក្សាអីជាមួយអ្នកពាក្យព័ន្ធជាមួយសហគមន៍ហើយតែដល់ទៅផ្នែកចុងក្រោយខ្លឹមសារនៅក្នុងច្បាប់ឬក៏អនុក្រឹត្យនោះគឺមិនត្រូវបានដាក់បញ្ចូលនៅគណិតយោបល់របស់យើងទេនេះជាការព្រួយបារម្ភរបស់យើងចាឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់លោកសេងសុខហេងដូច្នេះខ្ញុំចង់ជំរាបជូនដែរអំពីព័ត៌មានចុងក្រោយដែលថាបន្ថែមពីលើការសម្រេចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដាក់ព្រៃឡង់និងព្រៃចំនួន4ផ្សេងទៀតជាតំបន់ការពារនិងអភិរក្សព្រៃឈើហ្នឹងលោកក៏បានអនុញ្ញាតឲ្យអ្នកដែលចូលរួមការពារប្រជាសហគមន៍ហើយនិងអ្នកការពារបរិស្ថានកន្លងមកហ្នឹងក្លាយជាអ្នកការពារព្រៃនៅតំបន់នោះផងដែរហើយបន្ថែមពីលើហ្នឹងក្រសួងបរិស្ថាននៅថ្ងៃនេះទើបតែចេញនៅសេចក្តីជូនដំណឹងមួយថាក្រសួងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ទៅលើដំណើរការគ្រប់គ្រងនិងការពារព្រៃឡង់ហើយនិងព្រៃ4ផ្សេងទៀតហ្នឹងនៅក្រៅចូលឆ្នាំខ្មែរក្នុងន័យនេះលោកសេងសុខហេងតើលោកមានសិទ្ធិនិយមយ៉ាងណាចំពោះដំណើរការដែលយើងបានឃើញនឹងចា៎បាទនេះជាដំណើរការមួយដែលបើសិនជារដ្ឋាភិបាលគាត់មានឆន្ទៈពិតប្រាកដដូចអ្វីដែលគាត់បានប្រកាសបានលើកឡើងនេះមែនយើងគិតថាវាជាដំណើរការមួយល្អដល់មែនទែនយើងចង់ឃើញបែបនេះហើយយើងក៏វិជ្រាយនឹងដំណើរការនេះដែរចា៎អញ្ចឹងយើងស្វាគមន៍នឹងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចការពិគ្រោះយោបល់ទៅមិនធានាថាអនុក្រឹត្យនោះគឺវាមានលក្ខណៈល្អប្រសើរបាទវាមានលក្ខណៈល្អប្រសើរវាមានខ្លឹមសារមួយទលំទលាយមានពាក្យគីពាក្យពន្ធនឹងគាត់អាចជាដៃគូដ៏សំខាន់ក្នុងកិច្ចការពារព្រៃឡង់អញ្ចឹងយើងស្វាគមន៍ចាលោកសេនសុខហេងកន្លងមកបើតាមនាងខ្ញុំចាំមិនខុសទេបណ្ដាញសហគមន៍ព្រៃឡង់ធ្លាប់បានដាក់សំណើទៅកាន់រដ្ឋាភិបាលចង់ឲ្យមានការផ្ដល់សិទ្ធិកំណត់នៅក្នុងច្បាប់ណាមួយសម្រាប់ប្រជាសហគមន៍ដើម្បីឲ្យប្រជាសហគមន៍នឹងមានសិទ្ធិការពារហើយនឹងល្បាតដោយស្របច្បាប់ទៅលើការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់តើការផ្ដល់សិទ្ធិជូនដល់ប្រជាសហគមន៍អញ្ចឹងវាមានប្រយោជន៍យ៉ាងម៉េចលោកសេងសុខហេងចាវាពិតជាមានប្រយោជន៍ដល់សន្តិរដ្ឋាភិបាលលោកផ្ដល់សិទ្ធិអំណាចឬក៏ដាក់បញ្ចូលសិទ្ធិរបស់សហគមន៍ដាក់បញ្ចូលទូរទស្សន៍របស់សហគមន៍ទៅក្នុងច្បាប់ឬក៏អនុក្រឹត្យនេះព្រោះថាកន្លងមកដែលសហគមន៍ព្រៃឡង់យើងបានចំណាយពេលបានលះបង់ធនធានបានធ្វើសកម្មភាពជាច្រើនក្នុងកិច្ចការពារព្រៃឡង់នេះគឺតែងតែមានការគំរាមកំហែងឬក៏ពេលខ្លះត្រូវបានអាជ្ញាធរឬក៏មន្ត្រីជំនាញនោះថាយើងជាក្រុមបំពេញស្របច្បាប់ធ្វើការល្បាតនោះគឺដោយខុសច្បាប់អីអញ្ចឹងក៏ប៉ុន្តែយើងយល់ហើយថាអ្វីដែលយើងធ្វើវាជាកាតព្វកិច្ចមិនមែនអីខុសច្បាប់ទេក៏ប៉ុន្តែយើងចង់បានមួយថាដើម្បីឲ្យកាន់តែស្របច្បាប់ទាំងនេះដើម្បីឲ្យពួកគាត់កាន់តែមានទឹកចិត្តមានគឺត្រូវបានទទួលស្គាល់ពីមន្ត្រីជំនាញឬគឺអាជ្ញាធរដែនដីឬក៏អាជ្ញាធរសហគមន៍ជាតិនោះយើងចង់ឃើញថារដ្ឋាភិបាលគឺគាត់ផ្ដល់ឱកាសព្រោះថានេះវាជារឿងមួយសំខាន់ក្នុងកិច្ចការពារព្រៃឡង់ព្រោះថាបើសិនជាអនុក្រឹត្យឬក៏ច្បាប់រដ្ឋាភិបាលក្រមពិគ្រោះយោបល់នេះមិនបានដាក់បញ្ចូលនឹងសិទ្ធិអំណាចសហគមន៍ទេទូរទស្សន៍របស់សហគមន៍ទេយើងគិតថាវាអត់ខុសពីគោលការណ៍ច្បាប់ឬក៏អនុក្រឹត្យបទដ្ឋានយុទ្ធនានាដែលបានធ្វើពីមុនមកទេគឺមានបង្កើតទៅក៏កិច្ចការពារព្រៃឡង់នេះគឺនៅតែមានសិទ្ធិភាពព្រោះថាតំបន់ជាច្រើនដែលបង្កើតឡើងពីមុនមកនោះគឺដោយសារតែការខ្វះចន្លោះឬក៏មិនបានដាក់បញ្ចូលទូនាទីរបស់សហគមន៍មូលដ្ឋាននឹងឯងដែលធ្វើឲ្យព្រៃការពារមួយចំនួនព្រៃអភិរក្សមួយចំនួននោះគឺត្រូវប្រឈមទៅនឹងការបាត់បង់ហើយតំបន់ខ្លះគឺត្រូវបាត់បង់មានតែឈ្មោះអីចឹងទៅហើយខ្លាយជាដីសម្បត្តិខ្លាយជាកម្មសិទ្ធិរបស់បុគ្គលមានអំណាចមានលុយអីអញ្ចឹងបើសិនជារដ្ឋាភិបាលគាត់គិតគូរហើយគាត់អាចសិក្សាអំពីបទពិសោធន៍ពីមុនមកថាវាមិនល្អហើយស្ដាប់អ្នកពាក្យពន្ធទៅហើយគាត់ដាក់បញ្ចូលទូរទស្សន៍ថាវាគឺពិតជាល្អមែនទែនហើយវាជាយុទ្ធសាស្ត្រមួយដ៏សំខាន់ព្រោះថាការអនុវត្តច្បាប់ណាមួយគឺត្រូវមានការចូលរួមពីអ្នកពាក្យពន្ធជាពិសេសសហគមន៍មូលដ្ឋាននឹងតែម្ដងបាទមានន័យថាបើសិនជារដ្ឋាភិបាលបង្កើតច្បាប់អនុក្រឹត្យដែលពីព្រៃឡង់ហើយមិនមើលរំលងពីទូរទស្សន៍របស់សហគមន៍មូលដ្ឋានគឺមានន័យថាសហគមន៍គាត់គ្មានសិទ្ធិអំណាចអីទេគាត់នឹងត្រូវបាត់បង់ទូរទស្សន៍ឬក៏សិទ្ធិអំណាចរបស់គាត់ក្នុងកិច្ចការពីព្រៃឡង់សំសួរវាអាចប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃរបស់គាត់ពេលខ្លះគាត់ចូលទៅអាស្រ័យផលទៅគឺត្រូវមានការគំរាមកំហែងឬក៏ហាមឃាត់ពីអាជ្ញាធរដែនដីបាទឬក៏សមត្ថកិច្ចជំនាញអីជាដើម
ចាលោកសេងសុខហេងបានលើកឡើងអំពីទូនីតិរបស់បណ្ដាញសហគមន៍ព្រៃឡង់នាងខ្ញុំសូមឆ្លៀតឱកាសនេះអញ្ជើញលោកសេងសុខហេងជំរាបជូនលោកអ្នកស្ដាប់បន្ថែមទៀតអំពីប្រវត្តិនៃការបំផ្លិចបំផ្លាញព្រៃឡង់នឹងថាតើកើតឡើងតាំងពីពេលណាហើយសហគមន៍ព្រៃឡង់បានធ្វើអ្វីខ្លះដើម្បីជួយការពារតំបន់ព្រៃធំជាងគេដែលនៅសេសសល់នៅកម្ពុជាសប្តាហ៍នេះចា៎បាទទាក់ទងនឹងព្រៃឡង់តាមពិតមានការកាប់បំផ្លាញយូរដែរហើយគឺថាពីដំបូងឡើយតាំងពី93ដែលយើងបានបោះឆ្នោតមកយើងឃើញថាការកាប់បំផ្លាញព្រៃឡង់នោះគឺនៅក្នុងឆ្នាំ93ដល់95ឆ្នាំនោះគឺមិនសូវជាធន់ធ្ងរទេគឺមានការកាប់តិចតួចអីលក្ខណៈគ្រួសារឬក៏អីបែបខសាងយុទ្ធសាស្ត្រសង់ផ្សេងៗក៏ប៉ុន្តែចាប់ផ្ដើមនៅថាយ៉ាងឡងឆ្នាំ97ដល់ឆ្នាំ2000នោះយើងឃើញព្រៃឡង់គឺត្រូវបានកាប់បំផ្លាញជាទ្រង់ទ្រាយធំមានថារដ្ឋាភិបាលហ្នឹងគឺគាត់បានផ្ដល់សម្បត្តិព្រៃគ្រប់នោះទៅឲ្យក្រុមហ៊ុនជាច្រើននៅតំបន់ព្រៃឡង់ហើយក្រុមហ៊ុនក៏បានកាប់ឈើធំៗយ៉ាងរង្គាលកាប់ដើមច្បាស់សហគមន៍យ៉ាងរង្គាលយ៉ាងទៅវាប៉ះពាល់ទៅដល់ជីវភាពសហគមន៍ទៅមានការតស៊ូពីសហគមន៍មូលដ្ឋាននោះទាមទាររដ្ឋាភិបាលនោះដល់បញ្ឈប់ក្រុមហ៊ុនសម្បត្តិព្រៃគ្រប់អញ្ចឹងក្រោយមកក៏យើងឃើញថារដ្ឋាភិបាលក៏បានផ្ដល់អាជ្ញាប័ណ្ណឬក៏គុំអាជ្ញាប័ណ្ណក្រុមហ៊ុនសម្បត្តិព្រៃទាំងអស់នោះក៏ប៉ុន្តែបន្ទាប់ពីមកយើងឃើញរូបភាពនៃការកាប់បំផ្លាញព្រៃឡង់មួយទៀតគឺតាមរយៈការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចសម្បត្តិរ៉ែហើយនឹងការរូបរាងពីអ្នកមានអំណាចឬក៏ négociation ក្រៅពីសំណុំរឿងអ៊ីរ៉ាក់និងស៊ីរីលោកប្រធានាធិបតីអាមេរិកនិងសមភាគីបារាំងក៏បានលើកឡើងពីស្ថានភាពនៅក្នុងប្រទេសលីប៊ីដែរត្រង់ចំណុចនេះ Washington និងប៉ារីសបានសម្ដែងការគាំទ្ររដ្ឋាភិបាលស្របច្បាប់នៅលីប៊ីដោយធ្វើយ៉ាងណាកុំឲ្យលីប៊ីក្លាយជាជំរកថ្មីរបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមអាសភ័ណ្ឌអរគុណគុណធីរ៉ាសម្រាប់បទអន្តរកម្មនៅរាត្រីនេះព័ត៌មានទាំងនេះអាចអានឬស្ដាប់ឡើងវិញនៅក្នុងគេហទំព័ររបស់យើង www.khmer.rfi.fr បទយោកាចាប់ពីថ្ងៃទី31មិនិនាដល់ថ្ងៃទី2មេសានិស្សិតមកពីមហាវិទ្យាល័យចំនួន5ផ្សេងគ្នានាំគ្នារៀបចំតាំងពីពណ៌បង្ហាញស្នាដៃនិងទេពកោសល្យរបស់ខ្លួននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅក្នុងបរិវេណសាលារចនារយៈពេល3ថ្ងៃនេះនិស្សិតដែលមានសិល្បៈច្នៃប្រឌិតខ្ពស់បានបញ្ចេញសមត្ថភាពអស់ពីកម្លាំងកាយចិត្តនៅក្នុងបំណងដើម្បីលើកស្ទួយវប្បធម៌ខ្មែរបង្ហាញពីស្មារតីសាមគ្គីភាពនិងដើម្បីប្រមូលរៃអង្គាសលុយកាក់ជូនមន្ទីរពេទ្យគុណធបុប្ផាថែមទៀតផងហេតុឧត្តមបានទៅមើលទីតាំងពិព័រណ៍នេះពេញមួយព្រឹកហើយរៀបចំបទយោការជូនលោកអ្នកស្ដាប់នៅក្នុងសារពិព័រណ៍របស់ខ្ញុំរៀបជាលក្ខណៈរូបថតចាស់ៗដែលមានពីជំនាន់ពីដើមក្នុងផ្នែករបស់ពួកខ្ញុំហើយមាននឹងតាំងឧបករណ៍ដែលតកតងជាមួយនឹងល្ខោនរបាំបុរាណប្រភេទមានកៅអៅហើយមានសម្លៀកបំពាក់ប្រពៃណីរបាំត្រុដិហើយនឹងសាណាពីមុនជំនាន់មុនគាត់ធ្វើសាណានេះជាយុវតីអឿនសុគន្ធាជានិស្សិតឆ្នាំទី3ដែលមើលការខុសត្រូវខាងផ្នែកពិព័រណ៍សិល្បៈនាដសាស្ត្រហើយក៏ជាអ្នកទទួលបន្ទុកគ្រប់គ្រងខាងការសម្ដែងក្នុងវ័យ19ឆ្នាំសុគន្ធារៀបរាប់ត្រួសត្រាសជូនលោកអ្នកនាងស្ដាប់ពីកម្មវិធីរបស់សាលានាងយ៉ាងដូចនេះសម្រាប់ថ្ងៃទី1មេសានេះត្រូវថ្ងៃសុក្រហើយថ្ងៃទី2កម្មវិធីរបស់ពួកខ្ញុំហ្នឹងមានដូចជាចម្រៀងមហោរីដែលតកតងជាមួយនឹងខាងតន្ត្រីមានចម្រៀងឆ្លើយឆ្លងខាងយីកេមានខមភាសាមានចម្រៀងដែលពួកគាត់និពន្ធថ្មីខាងស្ថាបត្យកម្មគាត់ចូលរួមជាមួយនឹងនាដសាស្ត្រជាមួយនឹងតន្ត្រីមានសៀកមានចម្រៀងបុរាណឆ្នៃហើយមានចម្រៀងពីខាងសាលាក្រៅគាត់ចូលរួមចម្រៀងសម័យប៉ុន្តែគឺជាទំនុកចម្រៀងនិពន្ធថ្មីរបស់ពួកគាត់ច្រើនជាការបង្ហាញស្នាដៃទាំងបទភ្លេងថ្មីហើយទំនុកច្រៀងថ្មីហើយអ្នកសម្ដែងហ្នឹងក៏ថ្មីដែរមានអ្នកស្បែកផងមានអ្នកចាស់បងប៉ុន្តែគាត់ថាយើងមានអ្នកនៅក្នុងសាលាយើងមានអ្នកក្រៅសាលាចូលរួមមកនិយាយទៅយើងបើកសាលាទាំងអស់ឲ្យតែពួកគាត់មានសមត្ថភាពពួកគាត់ចង់សម្ដែងចាបាទចាឆ្នាំនេះជាលើកទី2ហើយដែលក្រុមនិស្សិតរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរៀបចំពិព័រណ៍បង្ហាញវណ្ណកម្មថ្មីនិងតាំងបង្ហាញសម្ភារៈសិល្បៈរបស់ខ្លួនមាននិស្សិតមកពីមហាវិទ្យាល័យចំនួន5គឺផ្នែកបុរាណវិទ្យាសិល្បៈសូនរូបស្ថាបត្យកម្មនិងនគររូបនីយកម្មមហាវិទ្យាល័យតន្ត្រីនិងមហាវិទ្យាល័យសិល្បៈនាដសាស្ត្របានមកមើលស្នាដៃផងពួកនិស្សិតខ្ញុំទាំងអស់ដែលគាត់មានទាំងអស់5មហាវិទ្យាល័យចូលគ្នាហើយកម្មវិធីពីព្រឹករហូតដល់ល្ងាចហ្នឹងតយប់ទៀត
គឺកម្មវិធីទាំងអស់គឺខ្ញុំមានអារម្មណ៍ថាពិសេសទាំងអស់គ្រប់ទាំងអស់ព្រោះឯពេលថ្ងៃយើងមានតាំងពីពណ៌ស្នាដៃពេលមករៀងចិត្តកម្មវិធីម៉ោង3យើងមានលបាយវិជាប្រៃតាក់ទងជាមួយនឹងបនចូលឆ្នាំខ្មែរមានការរាំបទខ្មែរយើងហើយមានពេលល្ងាចយើងមានការសូររាំគ្រប់ផ្នែកទាំងអស់អគារនិងបន្ទប់រៀនមួយចំនួននៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលគេស្គាល់និងហៅជាទូទៅថាសាលារចនានោះបានត្រូវនិស្សិតរៀបចំតុបតែងលម្អនិងបំពាក់សម្ភារៈដែលច្នៃជាមរតកផ្ទះខ្មែរបុរាណដាក់បន្ថែមស្លឹកត្នោតនិងស្បូវជាដើមបន្ទប់ខ្លះដាក់ឧបករណ៍ភ្លេងបុរាណខ្មែរថ្នាក់រៀនខ្លះទៀតតាំងបង្ហាញសម្លៀកបំពាក់និងឧបករណ៍សម្ភារៈសម្រាប់សម្ដែងរបាំបុរាណជាច្រើនប្រភេទជាពិសេសជាងនេះទៅទៀតលោកអ្នកនាងដែលចូលទស្សនានៅទីនេះអាចសាកល្បងលោលេងប្រគំតន្ត្រីបានក្រុមនិស្សិតមកពីមហាវិទ្យាល័យនីមួយៗបញ្ចេញសមត្ថភាពបង្អួតស្នាដៃទេពកោសល្យរបស់ខ្លួនតែរៀងៗខ្លួនចំណែកនិស្សិតខាងបុរាណវិទ្យាវិញបានបង្ហាញពីដុំថ្មឆ្អឹងសត្វគ្រោងឆ្អឹងមនុស្សជាដើមដែលបានមកពីកំណាយនៅស្ថានីយ៍បុរេប្រវត្តិសាស្ត្រចំពោះមុខគំនរគ្រោងឆ្អឹងមនុស្សចំនួនមុនគ្រិស្តសករាជនិស្សិតឆ្នាំទី3ពី3នាក់ឈររងចាំពន្យល់អ្នកចូលរួមខ្ញុំចូលរួមខាងផ្នែកបុរាណវិទ្យាតាំងរូបហើយនឹងភាគផ្សេងហើយខ្ញុំកាន់ក្នុងផ្នែកឆ្អឹងហើយឆ្អឹងហ្នឹងចង់ប្រាប់ទៅដល់អ្នកដែលមកមើលឬក៏យុវជនដទៃហ្នឹងពីអីខ្លះទៅឆ្អឹងហ្នឹងចង់និយាយថាវាស្ថិតនៅក្នុងសម័យបុរេប្រវត្តិគិតចាប់ពី500ឆ្នាំមុនគ្រិស្តសករាជរហូតដល់100ឆ្នាំនៃគ្រិស្តសករាជហើយឆ្អឹងហ្នឹងគឺជាមនុស្សស្រីដែលផ្អែកទៅលើកាលពីនៅទៅលើតាគីហើយនឹង DNA ដែលយកពីចេញពីថ្មីសម័យបុរេវត្តសាស្ត្រភាគច្រើនមិនសូវមានអ្នកដឹងទេហើយក៏មិនសូវមានអ្នកចូលចិត្តរៀនដែរដូច្នេះការតាំងពីពណ៌នេះយើងចង់បង្ហាញឲ្យគាត់បានយល់ឲ្យកាន់តែច្បាស់ហើយនឹងបណ្ដោះទឹកចិត្តគាត់ឲ្យចេះស្រឡាញ់ពីវិស័យបុរេវត្តសាស្ត្រព្រោះសពថ្ងៃនេះឲ្យតែគេនិយាយតែរឿងបុរាណគឺតាក់ទងត្រឹមសម័យអង្គរឬក៏សម័យមុនអង្គរតិចតួចហ្នឹងប៉ុន្តែគាត់អត់បានបកស្រាយឬក៏បញ្យល់ឲ្យច្បាស់ឬក៏ឲ្យយុវជនយល់អំពីបុរេវត្តសាស្ត្រទេចេញពីផ្នែកបុរាណវិទ្យាយើងចូលទៅដល់ផ្នែកសូនរូបហើយនៅមិនឆ្ងាយប៉ុន្មានពីផ្នែកសូនរូបគឺសាលពិព័រណ៍ស្ថាបត្យកម្មនិងនគររូបនីយកម្មដែលត្រូវបានគេតុបតែងយ៉ាងល្អប្រណិតនិងបំពាក់ដោយអំពូលភ្លើងពណ៌សនិងពណ៌ពងមាន់សម្រាប់បំភ្លឺគម្រោងផ្ទះបុរាណនិងទំនើបបើយើងដើរទៅមុខអគារនេះបន្តិចយើងចូលទៅដល់ផ្នែកច្នៃម៉ូដដូច្នេះហើយខ្ញុំសូមទុកឱកាសជូនយុវតីខែម៉ារីជាអ្នករៀបរាប់ជូនលោកអ្នកនាងស្ដាប់ក្រុមរបស់នាងគឺទទួលបន្ទុកផ្នែកច្នៃម៉ូដសម្លៀកបំពាក់ដែលធ្វើអំពីសម្រាមក្រដាសបាវថង់ប្លាស្ទិកនិងគម្របកំប៉ុងជាដើមពួកយើងចង់លើកស្ទួយបរិស្ថានចង់ប្រាប់ថារបស់ដែលអត់ប្រយោជន៍ដែលគេគិតថាបោះបង់ចោលហ្នឹងពួកយើងអាចយកមកធ្វើជារបស់កែច្នៃអាចនឹងមើលទៅអាចនឹងអស្ចារ្យជាងនៅអ្វីដែលគេគិតថារបស់ដែលអត់ប្រយោជន៍គេកវត្តចោលប៉ុន្តែពួកខ្ញុំយកមក create ឡើងទៅជារបស់មួយដែលមានប្រយោជន៍មួយនេះពួកយើង expire ពីនេះ material នៅក្នុងហ្នឹងគឺមានច្រើន material ខ្លាំងមែនតើបងមានទាំង cover កំប៉ុងហើយនឹងបាវកញ្ចៅកលៀងបាំងនិងกระดาษកាតុងกระดาษកេសហើយនេះกระดาษកេសដែលយើងចាក់កាយទៀនធ្វើជាក្បាច់ចេញមករ៉ូបទាំងអស់ហ្នឹងមានលក់ទេដល់ហើយហ្នឹងមានគេធ្លាប់ចាក់តងមកដែរបងប៉ុន្តែពួកយើងអត់ទាន់ discuss គ្នាថានឹងលក់ឬក៏អត់ទេបងពងចរចាគ្នាក្រោយពីបានដើរសួរអ្នកមើលការខុសត្រូវខាងផ្នែកស្នាដៃរបស់ខ្លួនមួយចំនួនមកខ្ញុំបានជួបលោកគ្រូបង្រៀនថ្នាក់វិទ្យាល័យម្នាក់គឺលោកច័ន្ទសុផាន់ដែលបានស្កាត់មកតាំងតែពីខេត្តបាត់ដំបងឯណោះដើម្បីមកមើលពីពណ៌ស្នាដៃនេះឆ្នាំនេះមានអ្វីដែលប្លែកគឺការដែលយុវជនខ្មែរយើងចេះប្រើប្រាស់នៅរបស់ខ្មែរយើងមករៀបចំរចនាដូចជាមានស្លឹកត្នោតដូចជាដើមឫស្សីមករៀបចំធ្វើជាកន្លែងពិធីតាំងពិព័រណ៍ផ្សេងមិនមែនថាដើមត្នោតតែម្យ៉ាងមានស្បូវភ្លាំងហើយនឹងមានការតាំងពិព័រណ៍ដូចជាខ្លែងឯកដែលជាសុទ្ធតែជារបស់ខ្មែរយើងចំពោះដែលខ្ញុំមានមោទនភាពហ្នឹងគឺចង់បង្ហាញពីឲ្យយុវជនខ្មែរយើងស្គាល់ពីអ្វីដែលជាស្នាដៃរបស់ខ្លួនហើយក៏ដូចជាពួកគេដែលខិតខំស្រាវជ្រាវពីគំនិតរបស់ខ្មែរយើងផងដែរមិនឆ្ងាយពីលោកគ្រូសុផាន់យុវនារីម្នាក់សាច់សខ្ចីកំពុងតែពុតពេនអែនអនខ្លួនដើម្បីថតរូបឲ្យជាប់ជាមួយនឹងផ្ទាំងគំនូររាហូដែលកំពុងតែសម្ញែងចង្កូមនាងគឺជានិស្សិតសាលាឯកជនមួយដែលបានមកមើលពិព័រណ៍នៅសាលារចនានេះ2ឆ្នាំមកហើយខ្ញុំមកនេះលើកទី2ឯបងផ្លែដែរព្រោះថាបងឆ្នាំមុនខ្ញុំមកខ្ញុំឃើញត្រឹមគេតាំងពិព័រណ៍រឿងស្ថាបត្យករហ្នឹងឃើញរឿងត្រឹមទេឥឡូវហ្នឹងឃើញគេមានការតាំងពិព័រណ៍ដូចជាអាងមុនហ្នឹងប្រហែល100ឆ្នាំ
មុនហ្នឹងគឺចាមានការដាក់តាំងបង្ហាញហើយក៏គេមានការនិយាយប្រាប់យើងថាប្រវត្តិហ្នឹងមិនដែរចង់ឲ្យគេដាក់តាំងបង្ហាញឲ្យរៀងផ្នែកធំជាងមុនឲ្យរៀងធំទលាជាងមុនទៀតព្រោះថាឥឡូវនេះខ្ញុំឃើញគេដាក់តាំងវិព័ន្ធស្តង់ហ្នឹងរៀងទូចហើយក៏អត់សូវមានអីច្រើនត្រូវមើលទេខ្ញុំចង់ឲ្យគេដាក់ឲ្យរៀងច្រើនជាងហ្នឹងអញ្ចឹងទៅដើម្បីឲ្យយើងមានចំណាយពេលវេលាដើររៀងមើលច្រើនជាងហ្នឹងទៀតចំណែកយុវជនសូវណ្ណភិរៈនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រក៏ចង់ឃើញការពិព័រណ៍នេះមាននៅឆ្នាំក្រោយទៀតដែរគិតថាកម្មវិធីនេះជាកម្មវិធីល្អមួយហើយណាមួយគឺយើងលើកទឹកចិត្តដល់មិត្តនិស្សិតដូចជាយើងអាចនិយាយថាគាត់ក្មេងៗជាចំណងក្រោយដែលគាត់មានស្នាដៃអញ្ចឹងណាបងពេលខ្លះគាត់អត់ដឹងថាបហានៅកន្លែងណាអញ្ចឹងយើងអាចធ្វើជាតាំងពិព័រណ៍អញ្ចឹងទៅអាចនាំឲ្យសួស្តីលោកស្រីអ្នកនាងកញ្ញាសូមអរគុណលោកអ្នកដែលបានបើកស្ដាប់ការផ្សាយវិទ្យុបារាំងអន្តរជាតិ AFP នៅពេលនេះម៉ោង 7 យប់កម្មវិធីព័ត៌មានដោយពុនសុភ័ណ្ឌរដ្ឋាភិបាលកម្ពុជាចាត់ទុកការលើកឡើងរបស់លោកស្រី Rona Smith ជាការប្រមាថកម្ពុជាទាំងមូលលោក Alex គ្រងសុំជួបទូតខ្មែរនៅថៃដើម្បីសុំបន្តទិដ្ឋាការចូលខ្លួនមកកាន់តុលាការនៅកម្ពុជាក្រសួងបរិស្ថានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការការពារតំបន់ព្រៃជិត 1 លានហិកតានៅចុងខែមេសាសន្តិសុខនុយក្លេអ៊ែរជំនួបកំពូលបានផ្ដោតលើការគំរាមកំហែងរបស់ពួកជីហាតកូរ៉េខាងជើងបាញ់មួយគ្រាប់ទៀតកើនជំនួបកំពូលស្ដីពីនុយក្លេអ៊ែរនៅសហរដ្ឋអាមេរិកអ៊ុយក្រែនចុះហត្ថលេខាទិញរ៉ែអ៊ុយរ៉ានីយ៉ូមពីអូស្ត្រាលី RFI ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់លោកស្រី Rona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលបានលើកឡើងថាកម្ពុជាកំពុងខិតទៅជិតចំណុចកំពូលនៃគ្រោះថ្នាក់ហើយនោះលោកផៃស៊ីផានអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាបានច្រានចោលចំពោះការលើកឡើងនេះហើយថាជាការប្រមាថមួយសម្រាប់កម្ពុជាសូមស្ដាប់លោកផៃស៊ីផានហើយគួរឲ្យសោកស្ដាយហើយភ្ញាក់ផ្អើលដែលមន្ត្រីតំណាងអង្គការសហជាតិដែលមករួមសហការជាមួយរាជរដ្ឋាភិបាលតែវាតម្លៃអាក្រក់ព្រមទាំងប្រើពាក្យមួយដែលមិនគួរប្រើសម្រាប់ប្រជាជនកម្ពុជាទេលោកស្រីអាចនិយាយបាននៅសេរីឬនៅកន្លែងដទៃទៀតតែប៉ុន្តែកន្លែងនេះមិនគួរប្រើពាក្យនេះទេយើងអត់ទទួលយកបានគេសុំចាមចោលហើយប្រើពាក្យនេះគឺអាម៉ាស់ណាស់សម្រាប់អ្នកទេតំណាងអង្គការសហជាតិដែលជាមន្ត្រីរាយការណ៍មកធ្វើការនៅកម្ពុជាដែលវាតម្លៃអាក្រក់ហើយយើងដឹងហើយថាជាការពិតនឹងប្រជាពលរដ្ឋខ្មែរសប្បាយរីករាយតែយ៉ាងហោចណាស់យើងឃើញចាំមើលក្នុងរយៈពេលប៉ុន្មានម្ដងឬគិតក្រែងពោពេញទៅដោយសេចក្តីសប្បាយស្ថិរភាពនិងសន្តិភាពមានជានិច្ចរហូតដល់លោកស្រីលោកជិញមកយ៉ាងស្រួលអត់មានភ័យព្រួយអីទាំងអស់តែអានេះជាការប្រមាថទៅលើរាជរដ្ឋាភិបាលហើយជាពិសេសប្រមាថលើខ្មែរមកហើយប្រទេសខ្មែរគឺយើងប្រឹងប្រែងខ្លួនឯងយើងមិនត្រូវការពីអ្នកណាមកបញ្យល់ប្រាប់យើងមកត្រួតបង្គាប់បញ្ជាយើងទេបាទចាតកតងទៅនឹងការលើកឡើងរបស់គាត់ដែលគាត់និយាយអំពីសកម្មភាពមួយចំនួនដូចជាគាត់បានចុះទៅកាន់ខេត្តព្រះវិហារហើយឃើញមានបញ្ហាដោយប្រជាពលរដ្ឋនិងស្ត្រីជាដើមដែលគាត់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ចំពោះបញ្ហាអស់នោះតើលោកទទួលស្គាល់ទេថាវាពិតជាមានបញ្ហានឹងមែននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នចំពោះស្ថានភាពបែបនេះនៅប្រទេសសហរដ្ឋអាមេរិកក៏មានដែរប្រទេសដែលលោកអត់អញ្ជើញមកក៏មានដែរក៏ប៉ុន្តែមិនមែនបានគេថាយើងបង្រើយកន្តើយមិនដោះស្រាយយើងតែបន្តដោះស្រាយរហូតពេលបញ្ហាកើតឡើងយើងដោះស្រាយដូច្នេះកាន់តែប្រសើរឡើងអ្វីជាការវិតម្លៃនៃការប្រឹងប្រែងដល់រស់រវើករបស់រដ្ឋាភិបាលដូច្នេះលោកស្រីទៅមើលដើមឈើមួយដើមលោកស្រីថាព្រៃមកអស់តែវាអាក្រក់ដូចគ្នាអានេះគួរឲ្យម៉ាស់សង្គ្រាមលោកលើកទី3ផ្ទុះឡើងយ៉ាងស្ងៀមស្ងាត់នេះគឺជាប្រធានបទដែលលោកសុកទូចអនុប្រធានរាជបណ្ឌិតសភាកម្ពុជានឹងធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាមួយនៃរាជបណ្ឌិតសភាកម្ពុជាបទបង្ហាញនេះនឹងធ្វើឡើងនៅវេលាម៉ោង 8 ព្រឹកនៅថ្ងៃអាទិត្យទី 3 មេសាខាងមុខនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី 1 មេសានេះបានជួបជាមួយនឹងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាក្រោយជំនួបកជបបានអះអាងថាប្រជាពលរដ្ឋចំណាក់ស្រុកនៅក្នុងប្រទេសអាចបោះឆ្នោតនៅទីតាំងដែលខ្លួនកំពុងរស់នៅនិងធ្វើការដោយមិនចាំបាច់ចំណាយពេលវេលានិងចំណាយថវិកាធ្វើដំណើរទៅបោះឆ្នោតនៅកន្លែងចាស់ឬក៏ភូមិស្រុកនោះទេការបោះឆ្នោតនេះគឺអ្នកបោះឆ្នោតទាំងអស់ត្រូវសុំបញ្ជាក់ទីលំនៅថ្មីពីមេភូមិឬក៏សង្កាត់ដោយយកលិខិតនោះទៅភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណហើយពួកគេអាចបោះឆ្នោតនៅទីស្នាក់ការថ្មីនេះបាន
តាមរយៈសារអេឡិចត្រូនិកនៅព្រឹកថ្ងៃសុក្រនេះលោក Alejandro Gonzalez Davidson ប្រធានចលនាមេដាធម្មជាតិដែលទើបតែមានវត្តមាននៅក្នុងប្រទេសថៃបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថាលោកនឹងព្យាយាមសូមជួបឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅក្នុងទីក្រុងបាងកកដោយផ្ទាល់ដើម្បីសូមបន្តទិដ្ឋាការឲ្យអាចចូលខ្លួនមកកាន់តុលាការខ្មែរតាមការកោះហៅការសូមជួបដោយផ្ទាល់នេះគឺបន្ទាប់ពីស្ថានទូតកម្ពុជានៅក្នុងប្រទេសថៃបានបដិសេធសំណើរបស់លោកម្ដងរួចមកហើយកាលពីដើមខែមិនិនាកន្លងទៅយើងស្ដាប់វ៉ាន់សុគន្ធាតាមគម្រោងលោកអាឡិចនឹងធ្វើដំណើរទៅកាន់ស្ថានទូតកម្ពុជានៅក្នុងទីក្រុងបាងកកនៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយដើម្បីសូមជួបជាមួយឯកអគ្គរដ្ឋទូតកម្ពុជានៅទីនោះដោយផ្ទាល់តែម្ដងបន្ទាប់ពីលោកទើបមកដល់ប្រទេសថៃនៅព្រឹកថ្ងៃសុក្រនេះតាមរយៈសារអេឡិចត្រូនិកលោកអាឡិចដែលហ៊ុំព័ទ្ធដីកាពីរបស់តុលាការខ្មែរបានគូបញ្ជាក់ថាការព្យាយាមរបស់គាត់នៅពេលនេះគឺដើម្បីធ្វើយ៉ាងណាអាចចូលមកប្រទេសកម្ពុជាវិញបានហើយអាចចូលខ្លួនទៅកាន់តុលាការស្រាវតតាមដីកាកោះហៅតុលាការស្រាវតបានកោះហៅលោក Alejandro Gonzalez Davidson ប្រធានចលនាមេដាធម្មជាតិឲ្យចូលខ្លួនមកកាន់តុលាការនៅព្រឹកថ្ងៃទី5ខែមេសាខាងមុខការបង្គាប់ឲ្យចូលខ្លួននេះគឺដើម្បីជំនុំជម្រះពីបទសំគំនិតគំរាមកំហែងថានឹងធ្វើខូចខាតដោយភ្ជាប់នៅបញ្ជាអ្វីមួយចំពោះការកោះហៅនេះលោកអាឡិចបានបញ្ជាក់ថាលោកពិតជាចង់មានវត្តមាននៅក្នុងសវនកម្មស្រាវតនេះខ្លាំងណាស់ក៏ប៉ុន្តែមិនអាចដោយសារតែលោកមិនត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងប្រទេសកម្ពុជាវិញបានជាមួយគ្នានេះលោកអាឡិចក៏បានជំរុញឲ្យលោកចៅក្រមស្រាវតសួរទៅក្រសួងមហាផ្ទៃកម្ពុជាថាហេតុអ្វីបានជាអាជ្ញាធរតែងតែបដិសេធទិដ្ឋាការរបស់លោកដើម្បីចូលមកកម្ពុជារហូតបែបនេះកាលពីថ្ងៃទី2ដើមខែមីនាកន្លងទៅសកម្មជនការពីប្រទេសខ្មែរដែលជាជនជាតិអេស្ប៉ាញរូបនេះធ្លាប់ត្រូវបានស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានបដិសេធបន្តទិដ្ឋាការឲ្យលោកម្ដងរួចមកហើយក្រុមហេតុផលថាលោកបានស្ថិតនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលកម្ពុជាបើទោះបីជាលោកបានបញ្ជាក់ថាដើម្បីចូលខ្លួនមកកាន់តុលាការក៏ដោយសូមបញ្ជាក់ជូនថាដីកាកោះនៅពេលនេះគឺជាដីកាទី2ហើយទៅលើលោកអាឡិចពីសំណាក់តុលាការកម្ពុជាកាលពីថ្ងៃទី18ខែមករាឆ្នាំ2016តុលាការខេត្តកោះកុងបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកអាឡិចដោយចោទប្រកាន់ពីបទសំគំនិតក្នុងអំពើគំរាមកំហែងថានឹងធ្វើខូចខាតដោយភ្ជាប់នៅបញ្ជាអ្វីមួយប្រព្រឹត្តទៅនៅក្នុងស្រុកបទុមសាគរខេត្តកោះកុងការនោះសកម្មជនការពីប្រធានរូបនេះបានចាត់ទុកដីកានោះថាជារឿងគួរឲ្យអស់សំណើចគឺដោយសារតែនៅក្នុងដីកានោះតុលាការបានចោទលោកអាឡិចថាបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី26ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2015និងនៅថ្ងៃទី12ខែសីហាឆ្នាំ2015ទៅទៀតខណៈដែលលោកអាឡិចត្រូវបានរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេសតាំងពីថ្ងៃទី23ខែកុម្ភៈឆ្នាំ2015មកម្លេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីម្សិលមិញអំពីការដាក់តំបន់ព្រៃជិត1លានហិកតាជាតំបន់ការពាររួចមកនៅថ្ងៃសុក្រទី1មេសានេះបានប្រកាសឲ្យដឹងថាខ្លួននឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយនៅចុងខែមេសានេះជាសិក្ខាសាលាដែលធ្វើឡើងដើម្បីផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធទាំងអស់បានចូលរួមនិងពិនិត្យលើឯកសារព្រាងនានាឲ្យបានទូលំទូលាយរចនាជួលសេចក្តីរាយការណ៍សិក្ខាសាលាពិគ្រោះយោបល់មួយដែលក្រសួងបរិស្ថាននឹងរៀបចំនៅចុងខែមេសានេះធ្វើឡើងជាសាធារណៈដើម្បីស្នើសុំយោបល់រៀបចំផែនការសម្រាប់ការពារតំបន់ព្រៃទាំងអស់ឲ្យមានប្រសិទ្ធភាពក្នុងនោះលោកសៅសុភាពអ្នកនាំពាក្យក្រសួងបរិស្ថានបានគូបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថាអង្គសិក្ខាសាលាពិគ្រោះយោបល់នេះនឹងត្រូវពិនិត្យពិភាក្សាទៅលើផែនទីនិងសេចក្តីព្រាងឯកសារគតិយុត្តនានាពាក់ព័ន្ធទៅនឹងការដាក់តំបន់ព្រៃជិត1លានហិកតាជាតំបន់ការពារក្រៅពីនោះក៏មានផងដែរការពិភាក្សានឹងកំណត់សិទ្ធិក៏ដូចជាទូនាទីរបស់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការងារនេះដោយរួមបញ្ចូលទាំងប្រជាសហគមន៍មូលដ្ឋាននិងជនជាតិដើមភាគតិចជាដើមសូមជម្រាបជូនថារដ្ឋាភិបាលកម្ពុជាទើបតែបានសម្រេចជាគោលការណ៍ដាក់ព្រៃផ្ដល់ផលចំនួន5កន្លែងដែលមានផ្ទៃដីសរុបជិត1លានហិកតាជាតំបន់ព្រៃការពារតំបន់ព្រៃផ្ដល់ផលទាំង5កន្លែងនោះរួមមានព្រៃឡង់ព្រៃច្រករបៀងក្រវាញខាងត្បូងព្រៃព្រះរកាព្រៃសៀមប៉ាងខាងលិចនិងព្រៃវឿនសៃលោកសេងសុកហេងអ្នកសម្របសម្រួលលេខាធិការដ្ឋាននៃបណ្ដាញសហគមន៍ព្រៃឡង់បានស្វាគមន៍ចំពោះការសម្រេចរបស់រដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធចំពោះការការពារតំបន់ព្រៃផ្ដល់ផលជិត1លានហិកតាដូចនេះបើទោះបីជាចំណាត់ការនេះហាក់ដូចជាយឺតពេលបន្តិចប៉ុន្តែលោកសេងសុកហេងចាត់ទុកថាវាជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាក្នុងការការពារតំបន់ព្រៃជាពិសេសព្រៃឡង់ដែលជាតំបន់ព្រៃសេសសល់ធំជាងគេបំផុតនៅកម្ពុជាសប្តាហ៍ថ្ងៃអ្នកសម្របសម្រួលលេខាធិការដ្ឋាននៃបណ្
បណ្ដាញសហគមន៍ព្រៃឡង់រូបនេះសង្ឃឹមថារដ្ឋាភិបាលនឹងយកចិត្តទុកដាក់ស្ដាប់មតិនិងសេចក្តីត្រូវការរបស់ប្រជាសហគមន៍ព្រមទាំងអង្គការសង្គមស៊ីវិលនៅពេលមានការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ណាមួយនាពេលខាងមុខជាមតិយោបល់ដែលលោកអះអាងថាគ្មានបំសហគមន៍មួយចំនួននោះគឺចាប់ផ្ដើមកាប់រុករានព្រៃឡង់ខ្លាំងឡើងអញ្ចឹងក្រោយពេលដែលយើងឃើញថាពេលឡើងកំពុងតែរងគ្រោះអញ្ចឹងសហគមន៍យើងទាំងអស់ទាំង3-4 ខេត្តនោះគឺយើងគិតថាបើសិនជាយើងមិនបានធ្វើអីមួយដើម្បីការពារព្រៃឡង់ទេគាត់នឹងត្រូវបាត់បង់មុខរបររបស់គាត់ប៉ះពាល់ទៅដល់ជីវភាពរបស់គាត់អញ្ចឹងយើងចាប់ផ្ដើមធ្វើការចងក្រងគ្នាដើម្បីធ្វើការការពារព្រៃឡង់ដើម្បីទប់ស្កាត់បាត់ល្មើសនេះបើទោះបីជាអ្វីដែលយើងធ្វើនោះមានការប្រឈមខ្លាំងគំរាមកំហែងស្ដារជីវិតគំរាមកំហែងដល់សុខភាពក៏ពួកយើងនោះមិនមានការរារែកដែរព្រោះថាបើសិនជាយើងមិនធ្វើទេព្រៃឡង់អស់អញ្ចឹងគាត់ទៅអស់ប៉ះពាល់គឺទាំងយើងនៅសម័យនេះអាចប៉ះពាល់ទៅដល់កូនចៅយើងចំនួនក្រោយរាប់សែននាក់ដែលរស់នៅជំនាញព្រៃឡង់នោះហើយទៅមកយើងបានតស៊ូហើយជាខ្ទង់10ឆ្នាំជាងមកទៅដល់ជា10ឆ្នាំមកនៅក្នុង31គឺអនុក្រឹត្យមួយអញ្ចឹងយើងបានទាមទារច្រើនមែនទែនហើយទៅមនុស្សក្រៅពីការទាមទារនៅក្នុងប្រទេសកម្ពុជានៅថ្នាក់ទៅក្នុងព្រៃផងទៅនៅថ្នាក់ជាតិផងយើងក៏ធ្វើការទាមទារនៅក្នុងអន្តរជាតិទៅតាមអង្គការអន្តរជាតិនេះដើម្បីឲ្យចាស់ជំនួយនេះគឺធ្វើការពិចារណាបញ្ចូលឬក៏ពិភាក្សាជាមួយរដ្ឋាភិបាលក្នុងកិច្ចការពារព្រៃឡង់អញ្ចឹងរហូតដល់ខាងព្រៃឡង់គឺត្រូវបានដឹងឮជាសកលលោកដែលមានខាងអន្តរជាតិក៏ដឹងឮរបស់គាត់ទទួលបានពីរង្វាន់ទៀតអីពី3ដងហ្នឹងទៅអញ្ចឹងគេចាំរឿងគឺត្រូវបានសាធារណជនដឹងឮគឺដល់គេយល់ឃើញថាព្រៃឡង់គឺជាព្រៃមួយដែលមានសារៈសំខាន់សម្រាប់ប្រជាជននៅក្នុងតាមមូលដ្ឋានហើយនឹងមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក៏រួមទាំងពិភពលោកផងដែរហើយបើគិតយើងគិតអំពីស្ថានភាពព្រៃឡង់ពីវិរៈព្រៃឡង់គឺមានន័យថានៅក្នុងប្រទេសកម្ពុជាគឺមានតែព្រៃឡង់នោះទេដែលជាព្រៃធំជាងគេដែលនៅសេសសល់ចុងក្រោយនៅក្នុងប្រទេសកម្ពុជាអញ្ចឹងបើសិនជាវាមានផលប៉ះពាល់ឬក៏មានការកំហែងមានការកាប់បំផ្លាញដល់មានការទប់ស្កាត់ទេវាអាចនឹងធ្វើព្រៃឡង់បាត់បង់ខណៈត្រង់បាត់បង់វានឹងប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់រួមទាំងប្រទេសកម្ពុជាផងដែរអញ្ចឹងយើងបានធ្វើការច្រើនមែនទែនហើយរយៈពេល5ឆ្នាំចុងក្រោយនេះយើងប្រមូលបានវត្ថុតាំងនឹងទប់ស្កាត់បាត់ល្មើសបានរាប់ពាន់ករណីនោះហើយម៉ាស៊ីនរាប់រយគ្រឿងគឺយើងត្រូវបានបកហូតនៅបញ្ជូនទៅឲ្យមន្ត្រីជំនាញទៅតាមខេត្តនិងថ្នាក់ជាតិចាលោកសេងសុខហេងនៅពេលដែលរដ្ឋាភិបាលដាក់ព្រៃឡង់និងព្រៃផ្ដល់ផលផ្សេងទៀតជាតំបន់ការពារជិត1លានហិកតាអញ្ចឹងលោកគិតថាមួយផ្នែកនេះអាចជាជោគជ័យរបស់សហគមន៍ព្រៃឡង់ដែរទេចាបាទយើងគិតថាវាជាជោគជ័យរបស់សហគមន៍ព្រៃឡង់ហើយក៏វាជាជោគជ័យរបស់អង្គការដៃគូនានាដែលយើងធ្វើការទៅលើវិស័យព្រៃឈើវិស័យប្រទេសធម្មជាតិហើយក៏វាជាសញ្ញាជោគជ័យមួយរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែតម្រង់ទៅលើវិស័យធម្មជាតិផងដែរអញ្ចឹងវាជាជោគជ័យទាំងអស់គ្នាយើងគិតថាវាជាជោគជ័យរបស់សហគមន៍ព្រៃឡង់មួយដែរទេគឺជោគជ័យសម្រាប់ទាំងអស់គ្នាដូចតែយើងសុខជាផ្នែកមួយជាអង្គសំខាន់មួយដែលយើងបានខំប្រឹងប្រែងហើយក៏មានលទ្ធផលនេះកើតឡើងចាដោយអស់ពេលទៅហើយនឹងខ្ញុំសូមបញ្ចប់កិច្ចសម្ភាសជាមួយលោកសេងសុខហេងតែត្រឹមនេះខ្ញុំសូមជម្រាបជូនលោកអ្នកស្ដាប់ថាលោកសេងសុខហេងជាអ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ព្រៃឡង់សូមអរគុណនិងសូមជម្រាបលាលោកចាបាទសូមអរគុណបាទព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះយើងនិយាយពីជំនួបកំពូលស្ដីពីសន្តិសុខនុយក្លេអ៊ែរផ្ដោតលើការគំរាមកំហែងរបស់ពួកជីហាតជំវិញព័ត៌មាននេះយើងមានបទអន្តរកម្មពីគុណធារាជំរាបសួរគុណធារាសួស្ដីសុភ័ណ្ឌនៅក្នុងជំនួបត្រីភាគីអាមេរិកជប៉ុននិងកូរ៉េខាងត្បូងភាគីទាំង3បានលើកយកទៅនិយាយច្រើនពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងតើអ្វីទៅជាលទ្ធផលនៃជំនួបត្រីភាគីនោះក៏ដូចជាសមមួយដងសុភ័ណ្ឌទ្រឹស្ដីមានច្រើនតែការអនុវត្តជាក់ស្ដែងយ៉ាងណានោះវាជារឿងមួយផ្សេងទៀតលោកស្រីប្រធានាធិបតីកូរ៉េត្បូងប៉ាក់គុនហេបានថ្លែងនៅក្រៅជំនួបជាមួយសមាជិកអាមេរិកលោកបារ៉ាក់អូបាម៉ានិងលោកនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូអាបេថាប្រទេសទាំង3បានព្រមព្រៀងគ្នាក្នុងការពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការរវាងគ្នាដោយធ្វើយ៉ាងណារារាំងកូរ៉េខាងជើងកុំឲ្យបន្តធ្វើការសាកល្បងនុយក្លេអ៊ែរនិងបាញ់គ្រាប់មីស៊ីលអន្តរជាតិតែលោកស្រីប៉ាក់គុនហេមិនបានលម្អិតទេថាតើមានវិធានការអ្វីខ្លះដែលជំនួបកម្ពុជាត្រីភាគីបានអនុម័តក្នុងការកាច់បំបាក់ធ្នង់មនុស្សខ្លាំងក្រុងភ្យុងយ៉ាងលោកគីមចុងអ៊ុនកុំឲ្យបង្ករឿងជាថ្មីនោះគួរជម្រាបជូនថាតាំងពីឆ្នាំ2006មកកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួន4ដងដែលលើកទី4
បានធ្វើនៅក្នុងខែមករាដើមឆ្នាំ2016នេះនិយាយពីការបាញ់សារល្បងគ្រាប់មីស៊ីលអន្តរទ្វីបវិញគ្រាន់តែនៅ3ខែដើមឆ្នាំ2016នេះមានបាញ់ចំនួន4ដងដែលលើកទី4បានបាញ់ក្នុងថ្ងៃនេះចំថ្ងៃជំនួបកំពូលស្ដីពីសន្តិសុខនុយក្លេអ៊ែរតែម្ដងដូច្នេះឃើញថាកូរ៉េខាងជើងនៅតែធ្វើអ្វីស្រេចតែក្បាលចិត្តដោយមិនខ្វាយខ្វល់បន្តិចណាឡើយចំពោះវិធានការរបស់សហគមន៍អន្តរជាតិក៏ដូចជាប្រចាំលោកអាសភ័ណ្ឌចាហេតុអ្វីបានជាកូរ៉េខាងជើងនៅតែបន្តប្រហិនយ៉ាងដូចនេះគុនធារាអាងមានខ្នងក្រាស់សភ័ណ្ឌមិនមែនខ្នងមនុស្សខ្លាំងគីមចុងអ៊ុនក្រាស់ទេតែមានខ្នងអ្នកផ្សេងជួយការពារពិសេសគឺចិននិងរុស្ស៊ីចូលកុំភ្លេចថាទង្វើផ្កើនសហគមន៍អន្តរជាតិរបស់របបក្រុងព្យុងយ៉ាងតែងតែទទួលបានការថ្កោលទោសនិងទណ្ឌកម្មពីសហគមន៍អន្តរជាតិក៏ដូចពីប្រទេសប្រចាំលោកនីមួយៗពិសេសអាមេរិកតែគេមិនត្រូវភ្លេចនិយាយទេថាចិននិងរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែងតែប្រើសិទ្ធិវេតូរបស់ខ្លួនដើម្បីប្រឆាំងនឹងសេចក្តីសម្រេចចិត្តណាដែលមានលក្ខណៈធ្ងន់ធ្ងរលើមិត្តកូរ៉េខាងជើងរបស់ខ្លួនរហូតមកដល់ពេលនេះចិនត្រូវបានគេចាត់ទុកជាតួឯកតែមួយគត់ដែលនឹងអាចនិយាយបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យឈប់ធ្វើការសាកល្បងនុយក្លេអ៊ែរនិងបាញ់គ្រាប់មីស៊ីលអន្តរទ្វីបតែនៅក្នុងជំនួបដាច់ដោយឡែកជាមួយលោកប្រធានាធិបតីអាមេរិកអូបាម៉ានាឱកាសជំនួបកំពូលស្ដីពីសន្តិសុខនុយក្លេអ៊ែរលោកប្រធានាធិបតីចិនស៊ីជីនពីងហាក់ដូចជាមិនចង់ឲ្យមានវិធានការអ្វីបន្ថែមលើកូរ៉េខាងជើងទេទន្ទឹមគ្នានេះលោកស៊ីជីនពីងបានយល់ឃើញថាមានតែការជំរុញឲ្យមានកិច្ចចរចាឡើងវិញទេទើបគេអាចដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងបានពលមិនមែនទណ្ឌកម្មទេទន្ទឹមគ្នានេះលោកស៊ីជីនពីងក៏ឆ្លៀតនិយាយបញ្ឆិតបញ្ឈៀងតាក់ទងនឹងគម្រោងផែនការរបស់អាមេរិកដែលចង់ដំឡើងប្រព័ន្ធការពារផ្លូវអាកាសក្នុងទឹកដីកូរ៉េខាងត្បូងដោយអះអាងថាគ្មានភាគីណាមួយគួរលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ភាគីផ្សេងដែលនឹងបង្កឲ្យបាត់បង់តុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់ទេសភ័ណ្ឌចាដោយឡែកនៅក្នុងជំនួបទ្វេភាគីជាមួយនឹងសមាភាគីបារាំងហ្វ្រង់សូហូឡង់លោកអូបាម៉ាបាននិយាយច្រើនពីការគំរាមកំហែងរបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនិងស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊េរីអ្វីដែលលោកអូបាម៉ាសម្ដែងក្តីបារម្ភខ្លាំងនោះគុនធារាគឺសមត្ថភាពរបស់អឺរ៉ុបនៅក្នុងការប្រឈមទប់នឹងហានិភ័យកើតចេញពីការវាយប្រហាររបស់ពួកជីហាតនៅតាមទីក្រុងធំៗអ្វីដែលជាក្តីបារម្ភខ្លាំងរបស់លោកអូបាម៉ាសភ័ណ្ឌគឺការដែលពួកជីហាតអាចនឹងប្រើនុយក្លេអ៊ែរសម្រាប់វាយប្រហារនៅក្នុងទីក្រុងធំៗរបស់អឺរ៉ុបនៅក្នុងន័យនេះនឹងដើម្បីជាវិធានការបង្ការទុកមុនលោកអូបាម៉ាបានគូបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្ដោះប្ដូរព័ត៌មានសម្ងាត់ក្នុងកម្រិតអន្តរអាត្លង់តិកគោលដៅគឺដើម្បីស្វែងរកគម្រោងវាយប្រហារជាយថាហេតុនិងការកាត់ផ្ដាច់ប្រភពចំណូលរបស់ពួកជីហាតក្រៅពីការចែកចាយព័ត៌មានសម្ងាត់លោកអូបាម៉ាក៏បានសំណូមពរឲ្យមានការតាមដានក្រុមយុទ្ធជនដែលបានចាក់ចេញពីអ៊ីរ៉ាក់និងស៊ីរីត្រឡប់ចូលទៅក្នុងប្រទេសអឺរ៉ុបឬមួយក៏ប្រទេសផ្សេងទៀតដោយឡែកនៅក្នុងជំនួបទ្វេភាគីជាមួយសមាភាគីបារាំងលោកហ្វ្រង់ស៊ួហូឡង់ដដែលលោកអូបាម៉ាមិនភ្លេចនិយាយកោតសរសើរលោកហូឡង់ទេលោកអូបាម៉ាលោកប្រធានាធិបតីហូឡង់គឺជាមេដឹកនាំម្នាក់ដែលបានប្រមូលផ្ដុំសហភាពអឺរ៉ុបឲ្យចូលរួមប្រកបដោយប្រសិទ្ធភាពនៅក្នុងយុទ្ធនាការផ្ដោះប្ដូរព័ត៌មានអន្តរអាត្លង់តិកជាការឆ្លើយតបវិញលោកហូឡង់បានសាទរពីកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងបារាំងនិងអាមេរិកក្នុងផ្នែកចែកចាយព័ត៌មានសម្ងាត់ក៏ដូចជាការតាមដានក្រុមយុទ្ធជនបរទេសដែលបានទៅចូលរួមជាមួយអង្គការរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់និងស៊េរីនៅស៊េរីដែលលោកហូឡង់បានបញ្ជាក់ថាបារាំងបានចូលរួមគាំទ្រទាំងផ្លូវយោធានិងផ្លូវនយោបាយលោកហូឡង់យើងមានសុទិដ្ឋិនិយមថាក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមបាននឹងកំពុងបាត់បង់ដែនដីនិងចុះខ្សោយឥទ្ធិពលមួយផ្នែករបស់ពួកវាក្នុងន័យនេះគឺទីក្រុងរ៉ាខាជាគោលដៅដែលត្រូវវាយដណ្ដើមយកពីអង្គការរដ្ឋអ៊ីស្លាមមកវិញទន្ទឹមគ្នានេះដែរគេមិនត្រូវភ្លេចនិយាយអំពីផែនការនយោបាយពិសេសទាក់ទងទៅនឹងបទឈប់បាញ់នៅស៊េរីដែលគ្រប់ភាគីជំនួសបានគោរពត្រឹមត្រូវមកដល់សប្តាហ៍នេះទេអ្វីដែលយើងចង់បាននៅពេលខាងមុខគឺយកឱកាសបទឈប់បាញ់នេះដើម្បីជំរុញកិច្ចចរចានិងឈានទៅបង្កើតរដ្ឋាភិបាលរួបរวมជាតិមួយនៅស៊េរី